សួស្តីអ្នកក្លាហានទាំងអស់គ្នាថ្ងៃនេះគឺយើងមកបន្តខ្សែរឿង novel របស់យើងជាបន្តទៀតឥឡូវនេះកុំឲ្យខាត់ពេកជួយើងចូលទៅកាន់ខ្សែរឿងរបស់យើងទាំងអស់គ្នាខណៈពេលនោះអ្នកដាំដុះផ្សេងទៀតពួកគាត់ក៏បានស្ងប់ស្ងាត់នៅពេលដែលបានលើដូច្នេះពួកគេម្នាក់ៗគឺបានដឹងថាការដាក់កម្រិតអង្ការវីរុសត្រូវបានប្រើដើម្បីចាប់ពួកគេទោះជាយ៉ាងណាក៏ដោយពួកគេគឺពិតជាមិនអាចជាប់នៅក្នុងទីនេះយូរពេកនោះទេបើ100ឆ្នាំនោះទេកម្លាំងរបស់ម៉ូឡាននឹងមកដល់មកខាន់ឡើយហើយដូច្នេះហើយពួកគេប្រកាសជាមានបញ្ហាបន្ទាប់ពីពួកគេបង្កើតរួចអ្នកដាំដុះផលិតនៅកំណត់ម្នាក់ៗពួកគេក៏ចាប់ផ្ដើមបញ្ចេញពលឺដោយប្រើប្រាស់សមត្ថភាពរបស់ពួកគេទាំងស្រុងហើយនៅពេលដែលពួកគេចាប់ផ្ដើមវិលុកការរំពឹងតាំងជុំវិញពួកគេក៏ចាប់ផ្ដើមកើនឡើងនៅពេលនោះហាន់លីគាត់នៅលើអាកាសគាត់ក៏បានខ្វេដៃរបស់គាត់បន្តិចបញ្ចេញពលឺចេញពីរូបរាងកាយរបស់គាត់ចំនួន3ហើយរំពេចនោះពលឹកអាប់ទាំង3ក៏បានហោះចេញពីដីខ្សាច់ពីចម្ងាយមកដែលបណ្ដាឲ្យមានភាពប្រែប្រួលវាក៏ចាប់ផ្ដើមលេចឡើងក្រោមការវិវត្តរបស់ពួកគេហើយនៅក្នុងពលឺពណ៌លឿងមួយរំពេចវាក៏ចាប់ផ្ដើមរំពឹងតាំងចាប់ផ្ដើមហើយក៏ដូចជាកំតែចទៅកាន់អ្វីៗទាំងអស់ដែលបណ្ដាឲ្យអ្នកដាំដុះផ្សេងទៀតពួកគាត់ក៏ពិតជាមានការភ្ញាក់ផ្អើលនេះគឺពិតជាងាយស្រួលពេកហើយចំណែកហាន់លីវិញនៅពេលដែលគាត់បានឃើញដូច្នេះទឹកមុខរបស់គាត់ក៏មានការផ្លាស់ប្ដូរយ៉ាងខ្លាំងហើយគាត់ក៏បានបញ្ញាចំពោះទឹកមុខតាមចន្លោះដែលគាត់បានវិបហាព្រមទាំងបើកមុននេះអញ្ចឹងទៅគឺហាន់លីគាត់ប្រើប្រាស់កម្លាំងរបស់គាត់នៅក្នុងការវិបហាទៅកាន់ខ្យល់ព្យុះខ្សាច់នោះដើម្បីមានច្រកមួយនៅក្នុងការចាញ់ចឹងទៅនៅពេលដែលទទួលបានច្រកមួយនៅក្នុងការចាញ់ហើយនោះគាត់គឺមិនរកចាំយូរទីនោះទេក៏បានចេញភ្លាមជាមួយនឹងសកម្មភាពរបស់ហាន់លីនេះបានធ្វើឲ្យអ្នករំដោះផ្សេងទៀតពួកគាត់សើសឹងតែមានការភ្ញាក់ផ្អើលទាំងអស់គ្នាហើយពួកគេក៏បានយល់ភ្លាមព្រមទាំងទៅតាមគាត់យ៉ាងលឿនបំផុតនៅពេលដែលពួកគេរកកិច្ចខ្លួននោះពួកគេក៏បានឃើញខ្លួនឯងនៅក្នុងខ្យល់ពោពេញទៅដោយខ្សាច់ក៏ប៉ុន្តែអារម្មណ៍នៃការរឹតបន្តឹងគឺមិនមានទេនោះទេហាន់លីគាត់ក៏មានអារម្មណ៍ថាធូរស្រាលផងដែរបន្ទាប់ពីរឿងនេះហើយគាត់ក៏បានលេបតបាអារម្មណ៍ខាងវិញ្ញាណរបស់គាត់នៅជុំវិញព្រមទាំងទទួលបានវាមកវិញមុនពេលដែលគាត់ធ្វើសកម្មភាពបន្តទៀតក៏ប៉ុន្តែនៅពេលនោះការបង្ហាញរបស់ហាន់លីគាត់គឺពិតជាមានភាពរំជើបរំជួលផ្នែករបស់គាត់ក៏ចាប់ផ្ដើមរួមតូចខណៈពេលដែលគាត់កំពុងតែអណ្ដែតលើអាកាសគាត់ក៏បានសម្លឹងទៅកាន់ទិសដៅមួយនៃខ្យល់ព្យុះខ្សាច់ហើយអ្វីដែលគាត់បានឃើញនោះគឺជាពលិពណ៌ខៀវខ្សោយមួយដែលបង្ហាញប្រៀបដូចជាបិសាចមួយកំពុងស្ថិតនៅក្នុងនោះមួយសន្ទុះក្រោយមកអារម្មណ៍ខាងវិញ្ញាណរបស់គាត់ក៏បានត្រឡប់មកធម្មតាវិញរីឯលោកម្ចាស់ណានឡុងវិញគាត់ក៏បានកត់សម្គាល់អំពីសកម្មភាពរបស់ហាន់លីផងដែរហើយគាត់ក៏បានឃើញថាហាន់លីនៅពេលនេះគឺមិនមានចលនាអ្វីនោះទេគឺគាត់ឈប់នៅមួយកន្លែងចឹងទៅបន្ទាប់ពីបានឃើញសកម្មភាពរបស់ហាន់លីប្លែកៗបែបនេះគាត់ក៏បានប្រើប្រាស់អារម្មណ៍ខាងវិញ្ញាណរបស់គាត់ទៅកាន់ទិសដៅដែលហាន់លីកំពុងតែសម្លឹងមើលដូចគ្នាក៏ប៉ុន្តែជាការពិតណាស់គាត់គឺពិតជាមិនបានរកឃើញអ្វីចម្លែកនោះទេហើយដូច្នេះហើយគាត់ក៏បានឆ្ងល់សួរទៅកាន់ហាន់លីភ្លាមតើលោកកំពុងតែធ្វើអ្វីទៅក៏ប៉ុន្តែហាន់លីគាត់បានត្រឹមតែសួរទៅកាន់លោកម្ចាស់ណានឡុងតែប៉ុណ្ណោះថាពួកយើងនៅពេលនេះគូតែទៅទិសដៅមួយណាដោយសារតែខ្យល់ព្យុះខ្សាច់នេះវាគឺពិតជាខ្លាំងវាគឺពិតជាពិបាកនៅក្នុងការប្រើប្រាស់អារម្មណ៍ខាងវិញ្ញាណហើយលើសពីនេះទៅទៀតនោះការប្រើប្រាស់ភ្នែកទទេនៅក្នុងការមើលវាគឺពិតជាមិនអាចធ្វើបានឡើយក៏ប៉ុន្តែគាត់ក៏មានកំណត់ទ្របផ្កាយមួយដែលសមស្របជាមួយនឹងស្ថានភាពបែបនេះដោយមិនរងចាំយូរគាត់ក៏បានលូកទៅកាន់ថង់តុករបស់គាត់យកថាត្បូងមួយពណ៌ក្រហមចេញមកភ្លាមបន្ទាប់ពីគាត់យកចេញមកហើយថាត្បូងពណ៌ក្រហមនេះវាក៏ចាប់ផ្ដើមបញ្ចេញពលឺប្លែកដែលបានធ្វើឲ្យហាន់លីគឺពិតជាញាប់ញ័របន្តិចនៅពេលដែលគាត់ក៏លេចមើលទៅកាន់កំណត់ទ្របវេទមន្តមីនីវាគឺពិតជាមានការរចនាឡើងដ៏អស្ចារ្យជាមួយនឹងពលឺផ្កាយពណ៌មាសចាញ់ចាំងចេញពីថាហាមរិជាសញ្ញាផ្កាយព្រះអាទិត្យនិងព្រះច័ន្ទហើយវាក៏ប្រៀបដូចជានិមិត្តសញ្ញាមួយផងដែរក៏ប៉ុន្តែលោកម្ចាស់ណានឡុងគឺគាត់មិនខ្វល់ខ្វាយអ្វីនោះទេគាត់ក៏ចាប់ផ្ដើមប្រើប្រាស់ថាត្បូងរបស់គាត់នេះភ្លាមមួយសន្ទុះក្រោយមកគាត់ក៏បានដកយកកំណត់ទ្របរបស់គាត់មកវិញព្រមទាំងប្រាប់ទៅកាន់អ្នកដាំដុះផ្សេងទៀតឲ្យមកតាមគាត់ខណៈពេលនោះអ្នកដាំដុះគ្រប់គ្នាក៏ត្រូវបានរំពាត់ទៅដោយពលឺពណ៌មាសហើយពួកគេក៏បានបាញ់ឆ្ពោះទៅមុខភ្លាមចំណែកនៅក្នុងពលឺពណ៌ខ្មៅវ៉ាន់ថេនយូក៏បានរំពាត់វ៉ាន់ច័ន្ទព្រមទាំងយ៉ានរូយ៉ាននិងពួកគេទៅជាមួយចំណែកហាន់លីវិញនៅពេលដែលបានឃើញក្រុមនៃកាយវិញ្ញាណខ្មោចទាំង3នាក់នេះគាត់បានត្រឹមតែញញឹមពោពេញត្រូវអានកំបាំងតែប៉ុណ្ណោះហើយគាត់ក៏បានមើលឃើញវ៉ាងច័ន្ទក៏ប៉ុន្តែជាការពិតណាស់គាត់គឺបានត្រឹមតែញញឹមចឹងទៅក៏ប៉ុន្តែផ្ទុយទៅវិញយ៉ានរូយ៉ានគាត់ក៏បានសម្លឹងមើលទៅកាន់ហាន់លីពោពេញត្រូវភាពមុតស្រួចអញ្ចឹងទៅនៅពេលនេះក្រុមរបស់គាត់នឹងគឺកំពុងតែរកច្រកចេញពីខ្យល់ព្យុះខ្សាច់នឹងឯងហើយនៅក្នុងការធ្វើដំណើរនឹងហាន់លីគឺគាត់នៅក្រោយគេអញ្ចឹងទៅមុននឹងហាន់លីគាត់ចាក់ចេញពីព្យុះខ្សាច់នឹងគាត់ក៏បានញញឹមបន្តិចពោពេញត្រូវទៅមុខចម្លែកហើយមួយសន្ទុះបន្ទាប់ពីហាន់លីគាត់បាត់ខ្លួនពលឺពណ៌លឿងមួយវាក៏បានចេញពីកន្លែងមួយផ្សេងទៀតដែលគាត់កំពុងតែសម្លឹងមើលនៅកន្លែងនោះក៏មានរណ្ដាដ៏ធំមួយស្រាប់តែលេចចេញពីដីមកដែលមានសត្វល្អិតពណ៌ខ្មៅភ្លឺចាញ់ចាំងដ៏ធំវាក៏បានចេញសត្វល្អិតបិសាចនេះវាគឺពិតជាមានទំហំធំហើយវាមានប្រវែង20ម៉ែត្រដល់ទិង12ម៉ែត្ររូបរាងកាយរបស់វាគឺប្រៀបដូចជាថាសក៏ប៉ុន្តែអ្វីដែលគួរភ័យខ្លាចបំផុតនោះគឺជាភ្នែកពណ៌លឿងខ្មៅរាប់សិបដែលលាតសន្ធឹងពីពេញក្បាលរបស់វាតែម្ដងលើពីនេះវាក៏មានស្នែងស្រាងៗជាច្រើននៅលើក្បាលរបស់វាទៀតផងរួមជាមួយនឹងចង្កូមដ៏ធំមួយគូបញ្ចេញពន្លឺយ៉ាងត្រជាក់វាក៏មានស្លាបថ្លាចំនួន4នៅលើខ្នងរបស់វាទៀតផងហើយវាហាមរិជាកំពុងតែលេបតបាអ្វីៗទាំងអស់ចំណែកនៅលើកំពូលនៃសត្វល្អិតបិសាចដ៏គួរភ័យខ្លាចមួយនេះមានសមោល3ដែលមានកម្ពស់ខ្ពស់ខុសៗគ្នា
ម្នាក់ក្នុងចំណោមពួកគេពោពេញដោយពលឺពណ៌សហើយមួយទៀតក៏ត្រូវបានរំពាត់ដោយអាប់ពណ៌បៃតងខ្មៅងងឹតបិទបាំងទម្រង់ពិតរបស់គាត់ទាំងស្រុងចំពោះវត្តមានអិសរាជជនចុងក្រោយនោះរូបរាងកាយរបស់គេរសាត់ប្រៀបដូចជាផ្នែកបន្ទប់ពណ៌ខៀវស្រងាត់ហើយពួកគេប្រៀបដូចជាព្រះនៃផ្នែកបន្ទោលអញ្ចឹងចំណែកសមោលទាំងអស់នោះដែលបានគ្របបណ្ដប់សម្រាប់ពលឺពណ៌សកំពុងតែសម្លឹងទៅកាន់ទិសដៅរបស់ហានលីដែលកំពុងតែចាត់ចែងបាត់ខ្លួនទៅព្រមទាំងនិយាយថាពួកយើងគឺគ្រាន់តែអនុញ្ញាតឲ្យពួកអញចាត់ចែងតែប៉ុណ្ណោះវាគឺពិតជាមិនក្រឡើយចំណែកឯសម្លេងមួយទៀតក៏បាននិយាយថានេះគ្រាន់តែជាការបំភាន់តែឯរារាំងពួកគេដោយរបៀបណាទៅហើយពួកគេភិជាច្រើនគឺសុទ្ធសឹងតែជាអ្នកដាំដុះផលិតដល់កំណើតហើយពួកគេក៏មានកម្រិតដូចពួកយើងផងដែរសម្បីតែអ្នកខ្សោយបំផុតទាំងពីរនោះក៏ពួកគេស្ថិតនៅក្នុងដំណើរការបង្កើតស្នូលអញ្ចឹងទៅវត្តមានអិសរាជជន3នាក់នឹងដែលកំពុងតែជិះពីលើសត្វល្អិតពួកគាត់នៅក្នុងព្យុះខ្សាច់នឹងឯងហើយនៅពេលដែលក្រុមរបស់ហាន់លីចាស់ចេញហើយនោះទៅពួកគាត់លេចវត្តមានចេញមកសម្លឹងទៅកាន់ពួកគេនៅពីចម្ងាយនិយាយជារួមទៅពួកគាត់នឹងសុទ្ធសឹងតែជាអ្នកចម្បាំងអក្សរវិរុទ្ធដែលបានគ្របបណ្ដប់ដោយពលឺពណ៌សខណៈពេលនោះអិសរាជជនម្នាក់ដែលគ្របបណ្ដប់ដោយពលឺពណ៌សគាត់ក៏បាននិយាយបន្ថែមទៀតថាក៏ប៉ុន្តែនៅពេលនេះពួកយើងគួរតែដោះស្រាយជាមួយនឹងប្រជាមូលរបស់កុសសម្ព័ន្ធកចោលឋានស៊ូយ៉ាងដូចម្តេចទៅដោយសារតែគាត់គឺជាមនុស្សម្នាក់ដែលផ្ញើសារមកផ្ទាល់ដើម្បីឲ្យពួកយើងទប់ស្កាត់ក្រុមអ្នកដាំដុះទាំងអស់នេះឲ្យអស់ពីសមត្ថភាពរបស់ពួកយើងចំណែកអ្នកចម្បាំងអក្សរវិរុទ្ធម៉ូឡាមួយទៀតគាត់ក៏បាននិយាយថាតើប្រជាមូលគឺគាត់មានបំណងក្នុងការធ្វើអ្វីទៅយ៉ាងណាមិញក៏សម្ព័ន្ធទាំងពីររបស់ពួកយើងគឺពិតជាមិនមានតំណែងល្អនឹងគ្នានោះទេទោះជាយ៉ាងណាក៏ដោយនៅក្នុងពេលនេះពួកយើងក៏ជាសម្ព័ន្ធមិត្តនឹងគ្នារួចទៅហើយក៏ប៉ុន្តែពួកយើងមិនមែនជាអ្នកក្រមបង្គាប់របស់គាត់ឡើយការបាត់បង់កម្លាំងរបស់ពួកយើងគឺពិតជាមិនអាចទទួលយកបាននោះទេលើពីនេះទៅទៀតក៏សម្ព័ន្ធខ្យល់ឋានស៊ូដើម្បីយកឈ្នះទៅលើការឈ្លានពានវាគឺពិតជាពិបាកណាស់ក្នុងការនិយាយថានរណាឈ្នះឬក៏នរណាចាញ់នោះចំណែកអិសរាជជនម្នាក់ទៀតគាត់ក៏បាននិយាយផងដែរថាតើអ្នកដំណោះទាំងអស់នោះត្រូវបានចាប់ឬក៏អត់នោះវាមិនមែនជារឿងរបស់ពួកយើងនោះទេក៏ប៉ុន្តែខ្ញុំឆ្ងល់អំពីយុវជនម្នាក់ដែលបានគ្រប់គ្រងការតម្លៃពីការបង្កើតដំបូងហើយបរិជាគាត់បានរកឃើញកន្លែងរស់របស់ពួកយើងវាគឺពិតជាគួរឆ្ងល់ណាស់អញ្ចឹងទៅគឺគាត់ចង់សម្ដៅទៅកាន់ហានលីនឹងឯងដោយពួកគាត់គិតថាហានលីប្រហែលជារកឃើញកន្លែងលាក់ខ្លួនរបស់ពួកគាត់ចឹងទៅនៅពេលដែលហានលីសម្លឹងមុននេះហើយដូច្នេះហើយបានធ្វើឲ្យគាត់ឆ្ងល់មែនទែនហេតុអ្វីបានជាយុវជនម្នាក់នេះអាចរកឃើញកន្លែងលាក់ខ្លួនរបស់ពួកគាត់បានចំពោះសត្វល្អិតរបស់គាត់គឺជាសត្វល្អិតស៊ូមីគឺជាសត្វល្អិតកម្រពីបុរាណទោះបីជាវាមានសមត្ថភាពដ៏អស្ចារ្យពីបុរាណក៏ដោយការហែករស់នៅក្នុងលំហជាបណ្ដោះអាសន្នវាក៏ជាអ្នកជំនាញនៅក្នុងការលាក់កំបាំងទោះបីជាវាមិនទាន់ពេញវ័យក៏រយៈពេលនៅក្នុងការហែកលំហរបស់វាគឺពិតជាគ្រប់គ្រាន់នៅក្នុងការការពារការលាក់កំបាំងពីអ្នកបង្កើតប្លឹកនិងកំណើតពីការរកឃើញរបស់ពួកគេក៏ប៉ុន្តែអ្វីដែលពួកយើងមិននឹកស្មានដល់នោះហាក់បីដូចជាមិនទាន់គ្រប់គ្រាន់នៅក្នុងការរារាំងទៅកាន់អ្នកដំណោះប្លឹកនិងកំណើតនោះទេដោយសារតែពួកគេគឺមានបច្ចេកទេសសម្ងាត់រៀងៗខ្លួននៅក្នុងការស៊ើបអង្កេតលើពីនេះពួកគេក៏មានកំណត់ទ្របដ៏មានឥទ្ធិពលមួយចំនួនផងដែរកន្លែងបំរើក្រុមរបស់ហានលីប្រជាណានឡុងព្រមទាំងអិសរាជជនដទៃទៀតនៅពេលនេះពួកគាត់កំពុងតែហោះកាត់ព្យុះខ្សាច់រាប់សិបគីឡូម៉ែត្ររួចទៅហើយក្នុងកំឡុងពេលនេះមិនមានអ្នកចម្បាំងអក្សរវិរុទ្ធណាមួយបង្ហាញខ្លួននៅចំពោះមុខគេឡើយវាច្បាស់ណាស់ថានេះគ្រាន់តែជាការពំៀនព្រមទាំងរារាំងទៅកាន់ក្រុមពួកគេតែប៉ុណ្ណោះចំណែកឯហានលីវិញគាត់កំពុងតែនឹកឃើញពីអ្វីដែលគាត់បានរកឃើញដោយអចេតនានៅពេលដែលគាត់ឆ្លងកាត់ការរឹតបន្តឹងនៅក្នុងចោលព្យុះខ្សាច់នោះគាត់ក៏បានគិតថាតើវាគឺជារឿងចៃដន្យមែនទេដោយសារតែគាត់មិនអាចប្រើប្រាស់អារម្មណ៍ខាងវិញ្ញាណរបស់គាត់ដើម្បីមើលឃើញតាមរយៈព្យុះខ្សាច់នោះទេជំរឿនតែមួយគត់របស់គាត់នោះគឺការបញ្ចូលថាមពលវិញ្ញាណរបស់គាត់តាមរយៈភ្នែកហើយក៏បានប្រើប្រាស់សមត្ថភាពផ្ទាល់តាមរយៈទឹកសញ្ញាពន្លឺហើយនៅពេលដែលគាត់ប្រើប្រាស់ទឹកវិញ្ញាណសញ្ញាពន្លឺជាច្រើនដងនៅពេលនោះភ្នែករបស់គាត់គឺពិតជាមើលបានឆ្ងាយហើយនៅពេលដែលគាត់ប្រើប្រាស់ភ្នែករបស់គាត់នៅក្នុងការមើលនោះគាត់ក៏បានប៉ះពាល់ទៅកាន់ថាមពលវ័យមួយនៅក្នុងខ្យល់ព្យុះខ្សាច់ក៏ប៉ុន្តែអ្វីដែលគាត់រកឃើញនោះវាគឺពិតជាធ្វើគាត់មានការភ្ញាក់ផ្អើលមែនទែនគាត់គឺពិតជាមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានឃើញសមោលរាងជារង្វង់នៅក្នុងព្យុះខ្សាច់ដែលមានចម្ងាយ40គីឡូម៉ែត្រដែលធ្វើឲ្យគាត់គឺពិតជាមានអារម្មណ៍ថាតស្លុតថាមពលខាងវិញ្ញាណរបស់គាត់វាក៏បានរសាត់ចេញមកវិញហើយនៅពេលនោះគាត់គឺពិតជាមិនអាចមើលឃើញសមោលទៀតនោះទេផ្នែកដទៃរបស់គាត់នៅពេលនេះមើលឃើញត្រឹមតែព្យុះខ្សាច់តែប៉ុណ្ណោះនៅពេលដែលគាត់ប្រើប្រាស់ការមើលឃើញវិញ្ញាណរបស់គាត់ម្ដងទៀតគាត់ក៏បានឃើញសមោលលេចឡើងម្ដងទៀតនៅក្នុងទីតាំងដើមរបស់វាក៏ប៉ុន្តែវាគឺពិតជាមិនគ្រប់គ្រាន់នោះទេសម្រាប់គាត់នៅក្នុងការមើលឃើញយ៉ាងច្បាស់តាមរយៈការលាក់កំបាំងនៅក្បែរនោះដែលបានធ្វើឲ្យហាន់លីគិតថាអ្វីដែលគាត់មើលឃើញនោះគឺជាអ្នកចម្បាំងអក្សរវិរុទ្ធតែប៉ុណ្ណោះដែលពួកគេកំពុងតែលាក់បាំងខ្លួនរបស់ពួកគេពីអ្នកចម្បាំងប្លឹកដល់កំណើតលាក់បាំងពីក្រុមរបស់គាត់នឹងឯងអញ្ចឹងទៅចំពោះការមើលឃើញសមោលចម្លែកហាន់លីគឺគាត់មិនបានប្រាប់ទៅកាន់នរណាឡើយគាត់កំពុងតែគិតតែម្នាក់ឯងតែប៉ុណ្ណោះលើពីនេះហាន់លីគាត់ក៏បានគិតបន្ថែមទៀតថាសត្រូវគឺពួកគេគឺពិតជាមិនចង់ប្រយុទ្ធនោះទេក៏ប៉ុន្តែពួកគេគ្រាន់តែរារាំងយើងតែប៉ុណ្ណោះព្រមទាំងឃ្លាំមើលយើងពីចម្ងាយខណៈពេលនេះក្រុមរបស់ហាន់លីពួកគាត់ក៏បានធ្វើដំណើរនៅក្នុងល្បឿនលឿនបំផុតចាកចេញពីព្យុះខ្សាច់ជាមួយនឹងការដាំដុះរបស់ពួកគេនៅក្នុងកម្រិតអ្នកដាំដុះពលឹងណាកំណត់នោះល្បឿនរបស់ពួកគេគឺពិតជាលឿនអស្ចារ្យហើយពួកគេចំណាយពេលតិចជាងកន្លះថ្ងៃទីបំផុតពួកគេក៏បានមកដល់គែមនៃវាលទំនាបមូ
ឡានដែលបានធ្វើឲ្យនៅពេលនោះលោកបញ្ចាំនហាន់ឡុងគាត់គឺពិតជាបានដកដង្ហើមធំព្រមទាំងញញឹមវាគឺពិតជាល្អខ្លាំងណាស់ទីបំផុតពួកយើងគឺពិតជាបានសម្រាប់ហើយនៅពេលនេះពួកយើងក៏បានកិច្ចផុតពីគ្រោះថ្នាក់នៃខ្យល់ព្យុះខ្សាច់ផងដែរជាការពិតណាស់ការធ្វើដំណើរលឿនរបស់ពួកគេនេះក៏បានប្រើប្រាស់ថាមពលជាច្រើនផងដែរខណៈពេលដែលពួកគេកំពុងតែសម្រាប់បានបន្តិចភ្លាមៗនោះក៏មានសម្លេងមួយបន្លឺឡើងពីពេញកន្លែងដែលពួកគេកំពុងតែស្ថិតនៅសម្លេងនោះវាក៏ពិតជាចម្លែកដែលបានធ្វើឲ្យអ៊ីស្រាអែលជនគ្រប់គ្នាពួកគាត់សុទ្ធសឹងតែមានការភ្ញាក់ផ្អើលភ្លាមៗនោះពួកគេក៏បានឃើញពលិបពណ៌សមួយដែលមានពលិតូចមួយកំពុងតែធ្វើដំណើរនៅក្នុងល្បឿនលឿនដែលនឹងស្មើមិនដល់ចំណែកបរិសុទ្ធចំណាស់ដែលមានសម្លេងពណ៌សនោះមិនទោះវាបានឃើញដូច្នេះគាត់ក៏បានចុះដំណើរទៅកាន់អ៊ីស្រាអែលជនផ្សេងទៀតថាស្ថានភាពគឺពិតជាមិនល្អឡើយដោយសារតែពួកគេគឺជាអ្នកចម្បាំងអក្ខរាវិរុទ្ធព្រមទាំងមានកម្រិតគឺជាអ្នកដំដៅប្លង់ដល់កំណត់ប្រហែលទៅនឹងកម្រិតរបស់ពួកយើងដូចគ្នាបរិសុទ្ធចំណាស់ដែលមានសម្លេងពណ៌សនោះគាត់ក៏បានប្រើប្រាស់អារម្មណ៍ខាងវិញ្ញាណរបស់គាត់ប្រាប់ទៅកាន់វ៉ាន់ធីនយូព្រមទាំងនិយាយទៅកាន់គាត់ថាគឺមានអ្នកចម្បាំងអក្ខរាវិរុទ្ធចំនួន5នាក់កំពុងតែស្ថិតនៅខាងក្នុងបន្ទាប់ពីបានគិតដូច្នេះហើយនោះពួកគេក៏បានរៀបគម្រោងការនៅក្នុងការរត់គេចដោយសារតែតាមសមត្ថភាពរបស់ពួកគេគឺពិតជាមិនអាចកម្ចាត់ទៅកាន់អ្នកចម្បាំងអក្ខរាវិរុទ្ធ5នាក់នៅក្នុងរយៈពេលដ៏ខ្លីបាននោះទេលើពីនេះទៅទៀតពួកគេនឹងធ្វើសកម្មភាពរួមគ្នាដើម្បីការពារពីការរត់គេចរបស់ពួកយើងហើយដូច្នេះហើយពួកយើងគួរតែប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនដើម្បីរត់គេចតែប៉ុណ្ណោះហើយពួកយើងគួរតែចងចាំតំបន់នេះនៅក្នុងរយៈពេល3ថ្ងៃក្រោយពួកយើងនឹងប្រមូលផ្តុំគ្នានៅទីនេះម្ដងទៀតនៅពេលនោះលោកម្ចាស់ហាន់ឡុងក៏បានប្រាប់ទៅកាន់គ្រប់គ្នាចឹងទៅរួចហើយគាត់ក៏បានយករូបចម្លាក់ត្បូងថ្មមួយចេញពីថង់ទុករបស់គាត់ភ្លាមបោះទៅកាន់អ៊ីស្រាអែលជនម្នាក់ៗព្រមទាំងប្រាប់ទៅកាន់ពួកគេថែរក្សាខ្លួនឯងផងហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងរយៈពេល3ថ្ងៃក្រោយនិយាយជារួមទៅគឺពួកគាត់ចែកផ្លូវគ្នានៅក្នុងការរត់គេចអញ្ចឹងណាភ្លាមនោះបរិសុទ្ធចំណាស់ដែលមានសម្លេងពណ៌សគាត់ក៏បានប្រែក្លាយទៅជាពលិពណ៌សរួចហើយក៏បានហោះចេញទៅក្នុងទិសដៅមួយចំណែកឯអ្នកផ្សេងទៀតបន្ទាប់ពីទទួលបានដុំថ្មដែលលោកម្ចាស់ណាន់ឡុងផ្ដល់ឲ្យនោះពួកគេក៏មិនរងចាំយូរដូចគ្នាក៏បានចាស់ចេញបានប្រើប្រាស់បច្ចេកទេសសម្ងាត់រៀងខ្លួនរបស់ពួកគេនៅក្នុងការរត់គេចចំណែកអ្នករំដោះម្នាក់ទៀតដែលមានទម្រង់ពណ៌ទងដែងពួកគាត់ក៏បានបញ្ចេញអណ្ដាតភ្លើងពណ៌លឿងចេញពីរូបរាងកាយរបស់គាត់ហើយក៏បានបាត់ខ្លួនភ្លាមទៅក្នុងផែនដីហើយបរិជាគាត់កំពុងតែប្រើប្រាស់បច្ចេកទេសចលនាផែនដីចំណែកស្ត្រីចំណាស់ដែលមានពលិពណ៌ប្រាក់វិញគាត់ក៏បានហោះហើរដល់បំពល់សក់ប្រាក់របស់គាត់បន្តិចបន្ទាប់ពីដកដង្ហើមធំគាត់ក៏បានប្រែក្លាយទៅជាអាប់ឈីខាងវិញ្ញាណទៅលើកំណត់ទ្របរបស់គាត់បន្ទាប់មកក៏មានពពករោមសត្វក្រេពណ៌សមួយក៏ចាប់ផ្ដើមរំពាត់ជុំវិញនឹងភ្លាមរួចហើយស្ត្រីចំណាស់ម្នាក់នោះក៏បានឈរនៅលើសក្តិរបស់គាត់ហោះចេញទៅបាត់រីឯវ៉ាន់ធីនជូវាងច័ន្ទព្រមទាំងយ៉ានរួយយ៉ានគាត់ក៏បានប្រើប្រាស់បច្ចេកទេសអាត់កំបាំងនៃវិញ្ញាណខ្មោចរួចហើយក៏បានហោះហើរប្រែក្លាយទៅជាពលិពណ៌ខ្មៅហើយពួកគេក៏បានធ្វើដំណើរក្នុងល្បឿនលឿនត្រឹមតែមួយសន្ទុះតែប៉ុណ្ណោះពួកគេក៏បានបាក់ខ្លួនភ្លាមក៏លេបមកមើលហាន់លីវិញគាត់ក៏បានប្រែក្លាយរូបរាងកាយរបស់គាត់បញ្ចេញពលិពណ៌ក្រហមភ្លាមនោះពលិពណ៌ក្រហមក៏បានលេចឡើងពីពេញរូបរាងកាយរបស់គាត់រួចហើយគាត់ក៏បានកំណត់គោលដៅមួយគាត់ក៏ចាប់ផ្ដើមប្រើប្រាស់ថាមពលខាងញៀនរបស់គាត់យ៉ាងច្រើនចាក់ចូលទៅក្នុងរូបរាងកាយរបស់គាត់ព្រមទាំងបញ្ចេញសម្លេងបំផ្ទុះយ៉ាងខ្លាំងក្លាពលិពណ៌ក្រហមនោះវាក៏បានរំពាត់ពីពេញរូបរាងកាយរបស់គាត់តែម្ដងរួចហើយគាត់ក៏បានបាញ់ឆ្ពោះទៅលើអាកាសភ្លាមល្បឿននៃការហោះហើររបស់គាត់ក៏លឿនមិនធម្មតាផងដែរលើពីនេះទៅទៀតនោះខណៈពេលដែលគាត់កំពុងតែធ្វើដំណើរគាត់ក៏បានប្រើប្រាស់អារម្មណ៍ខាងញៀនរបស់គាត់ពង្រីកចម្ងាយនៃការយល់ដឹងដ៏ធំធេងគាត់ក៏បានពិនិត្យមើលទៅកាន់ពលិពណ៌សដែលកំពុងតែចិត្តនឹងបង្ហាញខ្លួននោះហើយគាត់ក៏បានរកឃើញថាវាគឺប្រៀបដូចជាស្លាបឈើពណ៌ក្រហមងងឹតប្រវែង20ម៉ែត្រព្រមទាំងមានអក្សរអណ្ដែតពីលើវាបញ្ចេញពលិពណ៌ឥន្ទនូបន្ទាប់ពីពិនិត្យមើលពីសន្ទុះដែលធ្វើឲ្យគាត់គឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនោះគឺជារទេះសេះពណ៌សដែលធ្វើពីឆ្អឹងសត្វដែលមិនស្គាល់មួយរូបរាងរបស់វាគឺពិតជាមានភាពកាចសាហាវហើយបន្ទាប់ពីពិនិត្យមើលយ៉ាងច្បាស់លាស់នោះហាន់លីក៏បានរកឃើញថាមានមនុស្សកំពុងតែអង្គុយនៅខាងក្នុងវាក៏ប៉ុន្តែជាការពិតណាស់ហាន់លីមិនដែលធ្លាប់ប្រយុទ្ធគ្នាជាមួយនឹងអ្នកចម្បាំងអក្ខរាវិរុទ្ធពីមុនមកនោះទេហើយនៅពេលនេះគាត់បានត្រឹមតែស៊ើបអង្កេតទៅកាន់ពលិពណ៌សនោះតែប៉ុណ្ណោះក៏ប៉ុន្តែផ្ទុយទៅវិញគឺគាត់មិនចង់ប្រយុទ្ធឡើយគឺគាត់កំពុងតែផ្ដោតគោលដៅរបស់គាត់ទៅលើកំពូលភ្នំពណ៌ក្រហមហោះហើរឆ្ពោះត្រង់ទៅកាន់ពីខាងត្បូងនៅវាលទំនាបមូឡានមួយសន្ទុះក្រោយមកហាន់លីនិងពពួកផ្សេងទៀតពួកគេក៏បានរក្សាចម្ងាយជាង5គីឡូម៉ែត្រពីគ្នាទៅវិញទៅមកចំណែករទេះសេះពលិពណ៌សនោះពួកគេក៏បានមកដល់កន្លែងដែលបានប្រមូលផ្ដុំក្រុមរបស់ហាន់លីមុននេះហើយពួកគេបានត្រឹមតែកលិចមើលការរត់គេចខ្លួនរបស់ក្រុមហាន់លីតែប៉ុណ្ណោះទៅគ្រប់ទិសទីរទេះនោះក៏បានឈប់មួយផ្លែតនៅក្នុងពលិពណ៌សសមមក4ផ្សេងទៀតក៏បានចាត់ចេញពីរទេះដែលមានបរិសុទ្ធ3នាក់ព្រមទាំងស្ត្រីម្នាក់ដែលពួកគេសុទ្ធសឹងតែជាអ្នកចម្បាំងអក្ខរាវិរុទ្ធទាំង4នាក់ពួកគេក៏បានប្រមូលផ្តុំគ្នាព្រមទាំងពិភាក្សាគ្នាយ៉ាងឆាប់រហ័សចឹងទៅមុនពេលដែលពួកគេបានដេញដែលបង្កាត់ពលិកនៅកំណត់4នាក់ផ្សេងទៀតនិយាយទៅពួកគេកំពុងតែពិភាក្សាគ្នាថាគូតែដេញតាមអ្នកណាអញ្ចឹងណាបន្ទាប់ពីពួកគេពិភាក្សាគ្នារួចគ្មាននរណាម្នាក់កំណត់គោលដៅនៅក្នុងការដេញតាមទៅកាន់ហាន់លីឡើយចំណែកឯហាន់លីវិញបន្ទាប់ពីបានដឹងដូច្នេះគាត់គឺពិតជាមានអារម្មណ៍ថាធូរស្រាលបន្តិចក៏ប៉ុន្តែភ្លាមនោះគាត់ក៏មានអារម្មណ៍ថាគឺពិតជាមិនល្អនោះទេក្នុងពេលជាមួយគ្នានោះរទេះសេះពលិពណ៌សវាក៏បានបាញ់ឆ្ពោះទៅកាន់ទិសដៅរបស់ហាន់លីតែម្ដងដែលបានធ្វើឲ្យចិត្តរបស់ហាន់លីគឺពិតជាមានការព្រួយបារម្ភក៏ប៉ុន្តែ
ទោះជាយ៉ាងណាក៏ដោយហានលីនៅពេលនេះកំពុងតែហោះហើរនៅក្នុងពលិពណ៌ក្រហមហើយបន្ទាប់ពីបានដឹងថានៅចំអក្សរវិរុទ្ធកំពុងតែដេញតាមគាត់នោះល្បឿនរបស់គាត់ក៏បានបង្កើនលឿនជាងមុនទៅទៀតហើយនៅពេលនេះរវាងពលិពណ៌សព្រមទាំងហានលីចម្ងាយឆ្ងាយពីគ្នាត្រឹមតែ5គីឡូម៉ែត្រតែប៉ុណ្ណោះក៏ប៉ុន្តែរទេះសេះពលិពណ៌សនោះវាគឺពិតជាមានល្បឿនលឿនខ្លាំងមែនទែនសូម្បីតែហានលីគាត់ក៏មានកាប់ចាំងប៉ាផងដែរក៏ប៉ុន្តែខណៈពេលដែលពលិពណ៌សកំពុងតែដេញតាមគាត់ហាក់បីជាមានអ្វីមួយដែលបណ្ដាលឲ្យពួកគេទាំងពីរជាប់គាំងនៅក្នុងចន្លោះពេលវេលាមួយចឹងទៅមួយសន្ទុះក្រោយមកពលិទាំងពីរស្រាប់តែបាត់ពីគែមនៅវេទមនាបម៉ូឡានខណៈពេលដែលពួកគាត់កំពុងតែហោះចូលកាន់តែជ្រៅទៅក្នុងវេទមនាបនៅពេលនោះជាមួយនឹងល្បឿននគរភ្ញាបារបស់ពលិពណ៌ក្រហមហានលីនិងរទេះសេះខ្យល់ពួកគេក៏បានធ្វើដំណើរយ៉ាងលឿនបំផុតចូលទៅកាន់ទីជ្រៅជាង50គីឡូម៉ែត្រវេទមនាបម៉ូឡាននៅពេលដែលហានលីប្រើប្រាស់ពលិពណ៌ក្រហមបង្កើតល្បឿនរបស់គាត់ឲ្យលឿនជាងមុននោះគាត់ក៏បានប្រើប្រាស់អារម្មណ៍ខំញ៉ាំរបស់គាត់នៅក្នុងការត្រួតពិនិត្យតាមពីក្រោយផងដែរដែលធ្វើឲ្យគាត់គឺពិតជាមានកាប់ចាំបាល់គាត់គឺពិតជាបានប្រើប្រាស់កម្លាំងរបស់គាត់យ៉ាងច្រើនរួចទៅហើយក៏ប៉ុន្តែរទេះសេះខ្យល់ពលិពណ៌សនោះនៅតែបន្តដេញតាមគាត់បន្តទៀតវាមិនឆ្ងល់នោះទេហើយអ្វីបានជាបរិសុទ្ធចំណាស់ដែលមានឈ្មោះថាយន្តនោះគឺពិតជាមានកាប់ចាំបាល់នៅពេលដែលគាត់បានឃើញរទេះសេះពលិពណ៌សនេះទោះបីជាគាត់គឺជាអ្នកដាំដុះពលឹងដល់កំណត់ពាក់កណ្ដាលក៏ដោយរទេះសេះនេះគឺពិតជាកំណត់ទ្របហោះហើរលំដាប់កម្ពស់ពិតមែនល្បឿនរបស់វាគឺពិតជាអស្ចារ្យវាហាក់បីដូចជាប្រើប្រាស់ចលនាផ្នែកបន្ទោលឬក៏ស្រមោលឈាមដែលធ្វើឲ្យហានលីគាត់គិតថាពិបាកនៅក្នុងការគេចផុតពីការដេញតាមរបស់វាខ្លាំងណាស់ក៏ប៉ុន្តែចាប់តាំងពីហានលីបានខ្លាចទៅជាអ្នកបង្កើតស្នូលពលឹងដល់កំណត់មកគាត់គឺពិតជាមិនទាន់ធ្វើការតស៊ូជាមួយនឹងអ្នកដាំដុះនៅក្នុងកម្រិតដូចគ្នានោះទេទោះបីជាគាត់មានទំនុកចិត្តទៅលើកំណត់ទ្របអាកំបាំងរបស់គាត់ក៏ដោយក៏ប៉ុន្តែគាត់គឺពិតជាមិនដឹងថាស្ថិតនៅក្នុងចំណោមណានោះទេនៅក្នុងអ្នកនៅកម្រិតដូចគ្នានោះលើពីនេះទៅទៀតអ្នកដាំដុះពលឹងដល់កំណត់ពិបាកនៅក្នុងការវាស់ស្ទង់ចំណេញរបស់ពួកគេសម្បីតែជាច្រើនឆ្នាំនៅពេលគាត់ស្នាក់នៅក្នុងនិកាយពពកក្រសាត់ក៏ដោយគាត់គឺបានត្រឹមតែពិភាក្សាអំពីបច្ចេកទេសជាមួយនឹងប្រជាទាំងពីរនៃនិកាយតែប៉ុណ្ណោះគាត់មិនទាន់បានតស៊ូជាមួយនឹងពួកគេនៅឡើយមានន័យថាតាំងពីគាត់ចូលដំណាក់កាលពលឹងដល់កំណត់មកគាត់មិនទាន់បានធ្វើការប្រយុទ្ធគ្នាជាមួយនឹងអ្នកនៅក្នុងកម្រិតពលឹងដល់កំណត់ដូចគាត់នោះទេហើយដូច្នេះហើយបានជាគាត់មិនច្បាស់អំពីអំណាចថាមពលរបស់អ្នកស្ថិតក្នុងកម្រិតដូចគ្នាចឹងទៅហើយកាលពីពេលមុននៅពេលដែលគាត់ធ្វើការប្រកួតជាមួយនឹងលោកម្ចាស់ណានឡុងនោះគាត់គឺបានប្រើប្រាស់ត្រឹមតែអារម្មណ៍ខាងវិញ្ញាណតែប៉ុណ្ណោះវាគឺពិតជាមិនគ្រប់គ្រាន់នៅក្នុងការវាស់ស្ទង់កម្លាំងពិតរបស់គាត់ឡើយឥឡូវនេះនៅចំបាំងអក្សរវិរុទ្ធនៅក្នុងរទេះសេះខ្យល់នេះកំពុងតែដេញតាមគាត់ហាក់បីដូចជាមិនគូប្រកួតប្រជែងដើម្បីវាស់ស្ទង់ចំណេញពិតប្រាកដរបស់គាត់ហើយលើពីនេះទៅទៀតគាត់គឺពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកទេសវិញ្ញាណរបស់អ្នកចំបាំងអក្សរវិរុទ្ធនេះប្រសិនបើគាត់អាចសម្លាប់ភាគីម្ខាងទៀតបាននោះលទ្ធផលរបស់គាត់គឺពិតជាមានភាពប្រសើរក៏ប៉ុន្តែវាគឺពិតជាមិនអាចទៅរួចឡើយហើយវាគឺពិតជាមិនងាយស្រួលនៅក្នុងការប្រើប្រាស់ស្លាបរន្ទះខ្យល់ដើម្បីរត់គេចខ្លួនលើពីនេះទៅទៀតគាត់ក៏មិនអនុញ្ញាតឲ្យការប្រយុទ្ធចំណាយពេលច្រើននោះទេចាប់តាំងពីគាត់ស្ថិតនៅក្នុងវេទមនាបម៉ូឡានមកខណៈពេលនោះហានលីបន្ទាប់ពីគិតមួយសន្ទុះហើយនោះគាត់ក៏បានធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សរូបរាងកាយរបស់ហានលីក៏ចាប់ផ្ដើមឆេះពោពេញទៅដោយពលិពណ៌ក្រហមវាក៏បានរសាត់បាត់ទៅភ្លាមចេញមកវិញគាត់ក៏បានប្រើប្រាស់ពន្លឺនៃការបំផ្ទុះចេញពីរូបរាងកាយរបស់គាត់ហើយស្របពេលនោះគាត់ក៏ឈប់នៅក្នុងការរត់គេចខ្លួនផងដែរគាត់ក៏បានក្លែកមើលទៅកាន់ពលិពណ៌សដែលកំពុងតែដេញតាមព្រមទាំងកវិសដៃរបស់គាត់បន្តិចពលិដាវពណ៌ខៀវជាច្រើនក៏ចាប់ផ្ដើមចេញមកជាមួយនឹងការស្រែកជាបន្តបន្ទាប់ពួកវាក៏បង្កើតទៅជាសតុបក្រាស់ដែលវាគឺជាការបង្ហាញដ៏អស្ចារ្យមួយហើយវាគឺពិតជាគួរឲ្យភ្ញាក់ផ្អើលដែលសត្វនេះគឺជាសមរភូមិដំបូងរបស់គាត់នៅក្នុងការប្រយុទ្ធជាមួយនឹងអ្នកដំដុះពលឹកដល់កំណើតហានលីគឺពិតជាមិនចង់ឲ្យមានអ្វីមួយខុសឆ្គងនោះទេបន្ថែមពីលើនេះទៅទៀតដាវពពករិស័យទាំង72របស់គាត់វាកំពុងតែហោះហើរនៅលើអាកាសពពកដ៏ធំសម្បើមមួយប្រៀបដូចជាសត្វឃ្មុំពឹសមាសដែលមានពពកពណ៌ខ្មៅលេចចេញមកពីលើគាត់រួចហើយពពកទាំងអស់នោះវាក៏ចាប់ផ្ដើមវិលមុនពេលដែលវាបហាទៅកាន់ដៃគូសត្រូវនៅពេលនេះស្មារតីរបស់ហានលីគឺពោពេញទៅដោយការប្រយុទ្ធគាត់ក៏បានខ្វះដៃរបស់គាត់បន្តិចបញ្ចេញត្រាអក្សរវិរុទ្ធព្រមទាំងវិបហាភ្លាមខណៈពេលនោះហ្វូងសត្វឃ្មុំរបស់គាត់ក៏បានរំពាត់ខ្លួនរួចហើយវាក៏បានគ្របដណ្ដប់បង្កើតទៅជាគ្រឿងសឹក3ពណ៌នៅលើដងខ្លួនរបស់គាត់ដែលកំពុងតែចេះពលឺចេញមកខណៈពេលនោះរទេះសេះពលឺពណ៌សវាក៏បានមកដល់ផងដែរនៅពេលដែលបានឃើញហានលីដូច្នេះគាត់ក៏បានឈប់នៅចម្បាំងអក្សរវិរុទ្ធនៅក្នុងរទេះនោះក៏បានឃើញទិដ្ឋភាពនៃសត្វលិតដែលបានប្រែក្លាយទៅជាពាក្យដែកក្រងខ្លួនរបស់ហានលីបែបនេះល្បឿននៃការធ្វើដំណើររបស់គាត់ក៏បានបន្ថយនៅក្នុងចម្ងាយត្រឹមតែ300គីឡូម៉ែត្រពីហានលីតែប៉ុណ្ណោះចំណែកឯហានលីវិញក៏បានសម្លឹងទៅកាន់រទេះសេះនោះពោពេញទៅដោយទឹកមុខញញឹមហើយខណៈពេលនោះគាត់ក៏បានឆ្លៀតឱកាសកាន់ផ្កាមួយនៅក្នុងដៃម្ខាងចំណែកកណ្ដឹងតូចមួយទៀតនៅក្នុងដៃម្ខាងមួយទៀតមួយសន្ទុះក្រោយមកគាត់ក៏បានបោះកណ្ដឹងតូចនោះនៅចំពោះមុខរួចហើយវាក៏បានបញ្ចេញពលឺពណ៌ប្រាក់ហើយកណ្ដឹងតូចនោះភ្លាមវាក៏បានពង្រីកដែលមានទទឹងចំនួន10ម៉ែត្របាញ់ឆ្ពោះទៅរកគូសត្រូវរបស់គាត់ដែលពោពេញទៅដោយកម្លាំងដ៏ខ្លាំងក្លាក្នុងរយៈពេលជាមួយគ្នានោះហានលីក៏បានបញ្ជាដាវហោះទាំង72របស់គាត់បង្កើតទៅជាដាវពលឺពណ៌ខៀវចំនួន216រួចហើយហានលីក៏បានធ្វើការបញ្ជាឆ្ពោះទៅវិបាហាគូសត្រូវរបស់គាត់ចឹងទៅខណៈពេលនោះជាមួយនឹងពលឺដាវក៏ដូចជាកណ្ដឹងពណ៌ប្រាក់វាក៏បានធ្វើការបំបែកទៅកាន់រទេះសេះពណ៌សវិបាហានៅក្នុងពេលតែមួយដែលបណ្ដាលឲ្យអ៊ីស្រាជននៅក្នុងរទេះនោះក៏ចាប់ផ្ដើមហោះចេញរទេះក៏ចាប់ផ្ដើមវិលខណៈពេលដែលហានលីកំពុងតែបង្កើនកម្លាំងថាមពលរបស់គាត់បន្ថែមទៀត
វិបហាជាបន្តបន្ទាប់ជាច្រើនដងចំណែកអ្នកចម្បាំងអក្សរវិរុទ្ធនោះនៅពេលនេះមិនទាន់វិបហាតបតវិញនោះទេបានត្រឹមតែកិច្ចពីការវិបហារបស់ហាន់លីតែប៉ុណ្ណោះរំពេចនោះរត់តែវាក៏ចាប់ផ្ដើមបញ្ចេញពលិពណ៌សយ៉ាងខ្លាំងសមល់មួយក៏បានហោះចេញមកអណ្ដែតនៅពីលើអាកាសចំណែកអ្នកចម្បាំងអក្សរវិរុទ្ធវិញចំពោះការវិបហារបស់ហាន់លីនេះក៏បានធ្វើគាត់ចិញ្ចៀមតាមមាត់បន្តិចផងដែរក៏ប៉ុន្តែនៅពេលនោះគាត់ក៏បានប្រែក្លាយទៅជាពន្លឺពណ៌ថ្លាដ៏ធំសម្បើមមួយខណៈពេលដែលគាត់កំពុងតែឆ្ពោះចេញទៅរករលកនៃពន្លឺដាពណ៌ខៀវរបស់ហាន់លីរួចហើយកម្លាំងធាតុរបស់អ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាបង្កត់ទៅជារលកបក់បោកដ៏ខ្លាំងក្លាពីពេញតំបន់ដែលពួកគាត់កំពុងតែស្ថិតនៅនោះរួចហើយអ្នកចម្បាំងអក្សរវិរុទ្ធក៏បានលើកដៃវាទៅកាន់រទេះសេះរបស់គាត់ក៏បានបញ្ចេញសញ្ញាអក្សរវិរុទ្ធចំណែករទេះសេះក៏បានបង្រួបរួមយ៉ាងលឿនហោះឆ្ពោះទៅក្នុងដៃរបស់អ្នកចម្បាំងអក្សរវិរុទ្ធតែម្ដងដែលទំហំរបស់វានៅពេលនេះបានត្រឹមតែប៉ុនបាតដៃតែប៉ុណ្ណោះចំណែកឯហាន់លីវិញបន្ទាប់ពីបានឃើញទិដ្ឋភាពបែបនេះទឹកមុខរបស់គាត់គឺពិតជាមានការប្រែប្រួលហើយគាត់ក៏បានគិតថាអ៊ីស្រាអែលជំនាន់នេះគឺជាបរិសុទ្ធចំណាស់ម្នាក់ដែលមានអាយុលើសពី60ឆ្នាំគាត់គឺមានសពពណ៌ខៀវចម្លែកគាត់គឺមានសម្លេងពាក់ពណ៌ខៀវពោពេញទៅដោយរចនាបថចម្លែកក៏ប៉ុន្តែអ្វីដែលធ្វើឲ្យហាន់លីមានការចាប់បាននោះគឺជាភាពប្រែប្រួលខាងវិញ្ញាណខ្លាំងក្លារបស់បរិសុទ្ធចំណាស់ម្នាក់នេះហើយនៅពេលនេះហាន់លីក៏អាចមានចាប់បានថាបរិសុទ្ធចំណាស់ម្នាក់នេះគឺពិតជាអ្នកចម្បាំងអក្សរវិរុទ្ធនៅកំពូលនៅក្នុងដំណាក់កាលព្រលឹងដើមកំណត់ដំបូងបង្អស់ដែលទើបតែឈានចូលកម្រិតបន្ទាប់ហើយវាគឺពិតជាមិនចម្លែកនោះទេដែលគាត់អាចទប់ស្កាត់ការវិបហាទាំងពីររបស់គាត់បានយ៉ាងងាយស្រួលនោះលើពីនេះទៅទៀតហាន់លីក៏បានរកឃើញរបាំងពលឺពណ៌ខៀវមិនមែនជាបច្ចេកទេសនោះទេក៏ប៉ុន្តែវាគឺជាគុជដែលមានទំហំប៉ុនបាត់ដៃដែលត្រូវបានក្តាប់នៅក្នុងដៃបរិសុទ្ធចំណាស់ម្នាក់នោះហើយចំពោះពណ៌ថ្លាន់ពណ៌ខៀវចម្លែកនោះគាត់ក៏បានរកឃើញថាវាគឺពិតជាមិនមែនជាកំណត់ទ្របឡើយក៏ប៉ុន្តែវាគឺជារបស់ដែលបង្កើតឡើងដោយធម្មពលវិញ្ញាណដែលធ្វើឲ្យហាន់លីបន្ទាប់ពីបានឃើញដូច្នេះគាត់កាន់តែមានការប្រុងប្រយ័ត្នខណៈពេលដែលហាន់លីរៀបនឹងវិបហាទៅកាន់បរិសុទ្ធចំណាស់ម្នាក់នោះម្ដងទៀតបរិសុទ្ធចំណាស់ម្នាក់នោះក៏បានស្រែកភ្លាមៗថាឈប់សិនចឹងទៅនិយាយទៅបរិសុទ្ធចំណាស់ម្នាក់នោះដែលជាអ្នកចម្បាំងអក្សរវិរុទ្ធគាត់ក៏បាននិយាយទៅកាន់ហាន់លីចឹងទៅសមត្ថភាពរបស់លោកគឺពិតជាធំធេងក៏ប៉ុន្តែលោកហាក់បីដូចជាមិនចេះអត់ធ្មត់សោះនិយាយទៅគឺគាត់ចង់សម្ដៅថាហាន់លីនឹងគ្រាន់តែឃើញភ្លាមវិបហាភ្លាមតែម្ដងបរិសុទ្ធចំណាស់ម្នាក់នោះគាត់ក៏បាននិយាយបន្ថែមទៀតថានៅក្នុងការដាំដុះរបស់ពួកយើងមានពេលខ្លះការតស៊ូពួកយុទ្ធគ្នារហូតដល់ស្លាប់នោះវាមិនមែនជារឿងចាំបាច់ឡើយដរាបណាលោកឆ្លើយសំណួរឲ្យខ្ញុំពេញចិត្តនោះពួកយើងនឹងលែងប្រយុទ្ធគ្នាទេដែរចំណែកឯហាន់លីក្លែកមើលទៅកាន់បរិសុទ្ធចំណាស់ម្នាក់នោះពោពេញត្រូវភាពងឿងឆ្ងល់បន្តិចឲ្យខ្ញុំឆ្លើយសំណួរមែនទេតើលោកចង់សួរអំពីអ្វីទៅនិយាយរួមទៅគឺហាន់លីគឺគាត់មិនចង់និយាយច្រើននោះទេភ្លាមគាត់ក៏បានចង្អុលទៅលើមេឃដៃរបស់គាត់ពោពេញដោយភាពច្បុកច្បល់វាក៏បានបង្រួមទៅជាដៃដ៏ធំមួយដែលមានប្រវែង100ម៉ែត្រព្រមទាំងវាបហាជាច្រើនដងនៅក្នុងល្បឿនយ៉ាងលឿនទៅកាន់ពណ៌ថ្លាន់ពណ៌ខៀវដ៏ចម្លែកកាត់វាជាបំណែកហើយដៃនោះក៏បានឆ្ពោះទៅរកបរិសុទ្ធចំណាស់ម្នាក់នោះជាមួយនឹងរបាំងពន្លឺយ៉ាងខ្លាំងក្លាទៀតផងចំណែកឯបរិសុទ្ធចំណាស់ម្នាក់នោះគាត់ក៏បានលើកដៃរបស់គាត់ឡើងគុជទំហំប៉ុនបាតដៃរបស់គាត់ក៏បានហោះហើរទៅលើអាកាសមួយសន្ទុះក្រោយមកគាត់ក៏បានប្រើប្រាស់ថាមពលរបស់គាត់ទៅលើគុជខ្យងដែលមានទំហំប៉ុនបាតដៃបន្តិចដែលបណ្ដាលឲ្យគុជខ្យងមួយនោះវាក៏ចាប់ផ្ដើមភ្លឺឡើងជាមួយនឹងពន្លឺពណ៌ខៀវភ្លាមរួចហើយវាក៏ចាប់ផ្ដើមបំវិលនៅក្នុងល្បឿនយ៉ាងលឿនបង្កើតទៅជាពន្លឺរំពាត់រួចហើយពន្លឺពណ៌ខៀវរបស់គាត់នេះក៏បង្កើតទៅជាពន្លឺពណ៌ខៀវដ៏ធំសម្បើមមួយដែលស្ថិតនៅពេលលើបរិសុទ្ធចំណាស់ម្នាក់នោះចំណែកដៃដ៏ធំរបស់ហាន់លីវិញវាក៏បានប៉ះទៅនឹងរបាំងពន្លឺពណ៌ខៀវនៅពេលដែលកម្លាំងថាមពលទាំងពីរបានប៉ះគ្នារួចហើយពន្លឺដាច់ជាង200ក៏បានទម្លុះរបាំងពន្លឺពណ៌ខៀវនោះដែលបង្កត់ឲ្យមានខ្យល់បក់បោកយ៉ាងខ្លាំងក្លារបាំងពន្លឺក៏ត្រូវបានបំបែកជាពីរហើយដាវបន្តឆ្ពោះទៅកាន់សំណាញ់ដ៏ធំធេងដែលត្រូវបានការពារបរិសុទ្ធចំណាស់ម្នាក់នោះទៀតផងក៏ប៉ុន្តែបរិសុទ្ធចំណាស់ម្នាក់នោះគាត់ក៏បានប្រើប្រាស់សំណាញ់នៃការការពាររបស់គាត់ទប់ទល់ពីការវាយប្រហាររបស់ហាន់លីបានភ្លាមនោះពលឺនៃត្រាអក្សរវិរុទ្ធចម្រុះពណ៌វាក៏ចាប់ផ្ដើមបាញ់ឆ្ពោះចេញពីដៃរបស់គាត់ឆ្ពោះទៅពីលើរួចហើយលំហនៃពលឺពណ៌ខៀវវាក៏ចាប់ផ្ដើមរុញប្រេះបែកបន្ទាប់ពីបរិសុទ្ធចំណាស់ម្នាក់នោះគាត់បានប្រើប្រាស់កម្លាំងនៅក្នុងការទប់ទល់ភ្លាមនោះក៏មានគ្រីស្តាល់តកជាច្រើនបាញ់ចេញពីបាតដៃរបស់គាត់បង្កើតទៅជារង្វង់ជុំវិញគាត់បាញ់ឆ្ពោះទៅកាន់ហាន់លីភ្លាមដែលបានធ្វើឲ្យហាន់លីគាត់ក៏ពិតជាឆ្ងល់ផងដែរតើនេះគឺជាបច្ចេកទេសអ្វីទៅវាគឺជាបច្ចេកទេសវិញ្ញាណមែនទេក៏ប៉ុន្តែហាន់លីគាត់ក៏ពិតជាមិនខ្វល់នោះទេគាត់នៅតែប្រើប្រាស់កណ្ដឹងរបស់គាត់ប្រែคล้ายទៅជាវត្ថុមួយបង្កើតទៅជារបាំងនៅជុំវិញខ្លួនរបស់គាត់បង្កើតទៅជាការការពារចំណែកឯគ្រីស្តាល់តកធ្ងន់នោះគឺពិតជាមិនអាចធ្វើអ្វីទៅកាន់ហាន់លីបានឡើយដោយសារតែហាន់លីមានរបាំងការពារសត្វល្អិតដែលជាគ្រឿងសឹករបស់គាត់និយាយទៅចំពោះបរិសុទ្ធចំណាស់នៃចម្បាំងអក្សរវិរុទ្ធនឹងគឺគាត់មានឈ្មោះថាមូហើយចំពោះបច្ចេកទេសដែលគាត់ប្រើប្រាស់មុននេះគឺជាបច្ចេកទេសគ្រីស្តាល់តកដែលវាស្តេងទៅនឹងបច្ចេកទេសតាវធាតុផ្សំនៃអ្នករំដោះដែលជាបច្ចេកទេសតកភ្លេងនិយាយទៅបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនដងហាន់លីក៏អាចធ្វើការវិបហាទៅកាន់ព្រះចាមូឲ្យគាត់រងរបួសបានចំណែកឯរបាំងសត្វល្អិតរបស់ហាន់លីវាក៏បានចាក់ចាយរួចទៅហើយព្រមទាំងប្រាក់ខ្លះទៅជាពពកដែលកំពុងតែណាត់នៅពីលើគាត់ក៏បានលាដៃរបស់គាត់បន្តិចបកាតកដ៏ធំជាច្រើនក៏បានដេញឡើងនៅក្នុងដៃរួចហើយហាន់លីក៏បានសម្លឹងទៅកាន់ព្រះចាមូការសម្លឹងរបស់ហាន់លីម្ដងនេះគឺពិតជាបានធ្វើឲ្យព្រះចាមូគឺពិតជាញាប់ញ័រទ
ទោះជាយ៉ាងណាក៏ដោយភ្លាមៗនោះការមើលឃើញរបស់គាត់ក៏ផ្ដោតទៅលើប្រការតកជាច្រើនភ្លាមៗនៅក្នុងដៃរបស់ហាន់លីដែលធ្វើគាត់គឺពិតជាមានការងឿងឆ្ងល់នៅពេលនេះនៅក្រោមពន្លឺថ្ងៃប្រការតកវាកំពុងតែបញ្ចេញពន្លឺយ៉ាងខ្លាំងក្លាបង្ហាញនូវភាពស្រស់ស្អាតដ៏ធំធេងក៏ប៉ុន្តែបែរជាធ្វើឲ្យចិត្តរបស់គាត់គឺពិតជាញាប់ញ័រទៅវិញតែនេះគឺជាបច្ចេកទេសវិញ្ញាណតករយៈពេលរាប់រយឆ្នាំមែនទេហើយគាត់អាចមានអារម្មណ៍ថាថាពលវិញ្ញាណតកនេះវាគឺពិតជាគួរភ្ញាក់ផ្អើលទោះបីជាគាត់នៅឆ្ងាយពីវាក៏ដោយបន្ទាប់ពីបានឃើញដូច្នេះបរិសុទ្ធចំណាស់ម្នាក់នោះគាត់គឺពោពេញទៅដោយការភ័យខ្លាចហើយរំពេចនោះគាត់ក៏បានប្រែទៅមុខបន្តិចសួរទៅកាន់ហាន់លីតែម្ដងតើលោកគឺបានប្រើប្រាស់វាដើម្បីទម្លុះបច្ចេកទេសវិញ្ញាណរបស់ខ្ញុំមែនទេតែលោកអាចប្រាប់ខ្ញុំអំពីកំណត់ទ្រព្យរបស់លោកបានទេតើវាគឺជាអ្វីទៅចំណែកឯហាន់លីវិញបន្ទាប់ពីបានលើកដូច្នេះគាត់បានត្រឹមតែញញឹមតែប៉ុណ្ណោះព្រមទាំងនិយាយថាកំណត់ទ្រព្យមែនទេខ្ញុំមិនប្រាប់លោកឡើយក៏ប៉ុន្តែបើសិនបើលោកយល់ព្រមប្រាប់ខ្ញុំអំពីបច្ចេកទេសវិញ្ញាណរបស់លោកខ្ញុំក៏ប្រាប់លោកអំពីវាដូចគ្នាចំណែកបរិសុទ្ធចំណាស់ម្នាក់នោះបន្ទាប់ពីបានលើកដូច្នេះគាត់ក៏មានការភ្ញាក់ផ្អើលឯងគឺជាអ្នកដំដោះគឺពិតជាចាប់អារម្មណ៍ទៅលើបច្ចេកទេសវិញ្ញាណរបស់អ្នកចម្បាំងអក្សរវិរុទ្ធមែនទេវាគឺពិតជាមិនចម្លែកឡើយក៏ប៉ុន្តែទោះជាយ៉ាងណាភ្លាមៗនោះបរិសុទ្ធចំណាស់មូគាត់ក៏បានប៉ះទៅកាន់ថង់តុករបស់គាត់បន្តិចយកវត្ថុកំណត់ទ្រព្យមួយទៀតចេញមកដែលមានពន្លឺពណ៌ខ្មៅដែលវាមើលទៅប្រៀបដូចជាភ្នំតូចមួយរួចហើយគាត់ក៏បានបោះវត្ថុកំណត់ទ្រព្យមួយនោះទៅលើអាកាសវាក៏បានបញ្ចេញពន្លឺពណ៌ខ្មៅមួយរំពេចទំហំរបស់វាក៏បានកើនឡើងដល់ទៅ100ម៉ែត្រហើយវានៅតែបន្តពង្រីកបន្ថែមទៀតក៏ប៉ុន្តែទោះបីជាហានលីបានឃើញបែបនេះក៏ដោយគាត់គឺពិតជាមិនខ្លាចនោះទេបញ្ចេញនៅពន្លឺដៃរបស់គាត់បន្ថែមប្រែក្លាយទៅជាខ្សែស្រឡាយពណ៌ខ្មៅបញ្ចេញនៅការកាត់ដ៏សាហាវទៅកាន់ភ្នំតូចមួយនោះជាមួយនឹងការរំញ័រដ៏ធំធេងពន្លឺពណ៌ខ្មៅក៏បានបុកគ្នាជាមួយនឹងកំណត់ទ្រព្យរបស់ព្រឹទ្ធាចារ្យមូហើយពន្លឺដៃរបស់ហានលីនេះវាគឺពិតជាខ្លាំងមែនទែនអាចកាត់ទៅកាន់កំណត់ទ្រព្យដែលប្រៀបដូចជាភ្នំតូចមួយរបស់ព្រឹទ្ធាចារ្យមូដាច់ជាពីរបានលើពីនេះទៅទៀតភ្នំដែលត្រូវបានកាត់ផ្តាច់ជាពីរនេះវាក៏បានមករុបរំស្ដារនៅថាពលព្រមទាំងប្រជិតឡើងវិញយ៉ាងឆាប់រហ័សបំផុតភ្នំមួយនេះគឺមានកម្ពស់ជាង300ម៉ែត្រស្ថិតនៅក្នុងពន្លឺពណ៌ខ្មៅវាគឺប្រៀបទៅជាភ្នំពិតអញ្ចឹងហើយនៅពេលនោះពន្លឺដៃរបស់ហានលីក៏ចាប់ផ្ដើមវិវត្តជាបន្តបន្ទាប់ទៀតជាច្រើនដងក៏ប៉ុន្តែហាក់បីដូចជាគ្មានប្រសិទ្ធភាពនៅក្នុងការវិវត្តទៅកាន់ភ្នំតូចមួយនេះនោះទេបន្ទាប់ពីបានឃើញដូច្នេះបរិសុទ្ធចំណាស់ម្នាក់នោះគាត់គឺពិតជាសើចចំមកទៅកាន់ហានលីមែនទែនរួចហើយគាត់ក៏បានចង្អុលទៅកាន់ភ្នំជាមួយនឹងខ្យល់បត់ដ៏ខ្លាំងក្លាលេចឡើងពីលើហានលីភ្លាមហើយក៏ចាប់ផ្ដើមវិវត្តទៅកាន់ហានលីតែម្ដងក៏ប៉ុន្តែភ្លាមនោះក៏មានផ្នែកបន្ទោលេចឡើងពីលើហានលីហើយហានលីស្ថិតនៅក្នុងពន្លឺពណ៌ប្រាក់គាត់ក៏បានបាក់ខ្លួនតែម្ដងមួយសន្ទុះក្រោយមកហានលីក៏បានបង្ហាញខ្លួន100ម៉ែត្រចម្ងាយពីព្រឹទ្ធាចារ្យមូអញ្ចឹងទៅបន្ទាប់ពីហានលីបាក់ខ្លួនភ្លាមព្រមទាំងបង្ហាញខ្លួននៅទីតាំងមួយផ្សេងទៀតបែបនេះព្រឹទ្ធាចារ្យមូគាត់ក៏មានការភ្ញាក់ផ្អើលចឹងទៅដោយគាត់បានដឹងថាហានលីគឺពិតជាមានសមត្ថភាពនៅក្នុងការធ្វើចលនាភ្លាមហើយគាត់ក៏បានដឹងផងដែរថាគឺពិតជាមិនអាចទប់ទល់ជាមួយនឹងហានលីបាននោះទេទោះបីជាគាត់ខិតខំប្រឹងប្រែងអំពីសមត្ថភាពរបស់គាត់ក៏ដោយគាត់មានតែខ្ជិលខ្ជាយពេលវេលាតែប៉ុណ្ណោះយ៉ាងណាមិញការដាំដុះបច្ចុប្បន្នរបស់គាត់គ្រាន់តែអាចផ្លាស់ទីភ្នំខ្មៅដ៏ធំមួយបានច្រើនដងតែប៉ុណ្ណោះហើយការប្រើប្រាស់នីមួយៗធ្វើឲ្យថាមពលកំណត់ទ្រព្យរបស់គាត់គឺពិតជាចំណាយយ៉ាងច្រើនហើយដូច្នេះហើយគាត់ក៏បានប្រើប្រាស់វាយ៉ាងប្រុងប្រយ័ត្នបំផុតជិះវៀងការចំណាយថាមពលប្រេះផ្ដាស់រីឯហានលីវិញបន្ទាប់ពីគាត់បានឃើញកំណត់ទ្រព្យរបស់ព្រះចាមូនេះគាត់ក៏បានដឹងថាវាមិនមែនជាកំណត់ទ្រព្យដែលបរិសុទ្ធចំណាស់មូនេះគាត់ចម្រាញ់ទៅខ្លួនឯងនោះទេវាទំនងជាកំណត់ទ្រព្យពីបុរាណមួយចំនួនដែលបានបន្សល់ទុកហើយចំពោះកំណត់ទ្រព្យទាំងអស់នេះមិនមែនជាអ្វីដែលអ្នកបណ្ដុះព្រលឹងដល់កំណត់ចុងក្រោយអាចធ្វើបានឡើយបន្ទាប់ពីហានលីគិតមួយសន្ទុះហើយនោះដាននៃចេតនាសម្លាប់របស់គាត់ក៏កាន់តែខ្លាំងក្លាយ៉ាងមុនទោះបីជាគាត់មិនបានប្រយុទ្ធច្រើនជាមួយនឹងបរិសុទ្ធចំណាស់ម្នាក់នេះក៏ដោយហានលីនៅតែមានទំនុកចិត្តហើយគាត់យល់អំពីបច្ចេកទេសរបស់គាត់ភាគច្រើនហើយនៅពេលនេះព្រះចាមូកំណត់ទ្រព្យភ្នំខ្មៅរបស់គាត់វាក៏ពិតជាមានឥទ្ធិពលបំផុតក៏ប៉ុន្តែជាមួយនឹងចរណាស្លាបភ្នែកបន្ទោលវាគឺពិតជាគ្មានប្រយោជន៍អ្វីនៅក្នុងការចាត់ការទៅកាន់ហានលីនោះទេអញ្ចឹងទៅមានន័យថាទោះបីជាបរិសុទ្ធចំណាស់ម្នាក់នោះគាត់ប្រើប្រាស់ភ្នំខ្មៅដែលជាកំណត់ទ្រព្យរបស់គាត់ក៏ដោយនៅក្នុងការចាត់ការហានលីក៏គាត់មិនអាចធ្វើអ្វីទៅកាន់ហានលីបាននោះដែរក៏ប៉ុន្តែហានលីក៏គិតថាគូតែសម្រាប់ទៅកាន់បរិសុទ្ធចំណាស់ម្នាក់នេះបានដែលមិនរងចាំយូរប្រការតកនៅក្នុងដៃរបស់គាត់ក៏ចាប់ផ្ដើមញាប់ភ្លាមវាក៏បានប្រែក្លាយទៅជាពន្លឺពណ៌ខៀវផ្លាស់ប្ដូរយ៉ាងលឿនទៅជាអណ្ដាតភ្លើងទំហំប៉ុនសុទ្ធរួចហើយវាក៏បានហោះទៅលើបញ្ចេញថាមពលដ៏ខ្លាំងក្លាពោពេញដោយភាពចម្លែកខណៈពេលនោះហានលីក៏បានចង្អុលទៅកាន់ដៃដ៏ធំរបស់គាត់ព្រមទាំងកណ្ដឹងពណ៌ប្រាក់មួយសន្ទុះក្រោយមកគាត់ក៏បានប្រើប្រាស់ស្លាបរបស់គាត់ព្រមទាំងបាក់ខ្លួនភ្លាមមិនសល់ទុកត្រឹមតែភ្នែកបន្ទោលតែប៉ុណ្ណោះបន្ទាប់ពីមួយសន្ទុះគាត់ក៏បានលេចចេញម្ដងទៀតនៅក្នុងចម្ងាយត្រឹមតែ300ម៉ែត្រពីបរិសុទ្ធចំណាស់តែប៉ុណ្ណោះដែលមានអណ្ដាតភ្លើងពណ៌ខៀវនៅក្នុងដៃរបស់គាត់ទៀតផងរីឯដៃដ៏ធំព្រមទាំងកណ្ដឹងពណ៌ប្រាក់នោះវាក៏បានបញ្ចេញពន្លឺរីកដុះដាលភ្លាមបាញ់ឆ្ពោះទៅកាន់បរិសុទ្ធចំណាស់ចំណែកដៃរបស់គាត់វាក៏បានលាតសន្ធឹងពីពេញផ្ទៃមេឃជុំវិញបរិសុទ្ធចំណាស់តែម្ដងបង្កើតទៅជាហ្វូងដ៏ច្រើនរួចហើយវាក៏ចាប់ផ្ដើមទម្លុះយ៉ាងខ្លាំងទៅកាន់របាំងការពាររបស់បរិសុទ្ធចំណាស់ម្នាក់នោះចំណែកកណ្ដឹងពណ៌ប្រាក់របស់គាត់បង្កើតទៅជារលកជាបន្តបន្ទាប់ព្រមទាំងព្យាយាមនៅក្នុងការបំបែករបាំងការពារផងដែរហើយចំពោះការវិវហាមួយនេះរបស់ហានលីធ្វើឲ្យប្រជាម្នាក់នោះគាត់គឺពិតជា
មានការផ្ញើបាយយ៉ាងខ្លាំងក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់នៅតែព្យាយាមនៅក្នុងការការពារហើយក្រៅពីនេះទៅទៀតនោះគាត់ក៏បានប្រើប្រាស់កម្លាំងវិញ្ញាណរបស់គាត់មួយចំនួនចាក់ចូលទៅកាន់របាំងការពារដើម្បីពង្រឹងការការពាររបស់គាត់ឲ្យខ្លាំងក្លាជាងមុននៅក្នុងការការពារនោះបរិយាចំណាស់គាត់ក៏បានហៅភ្នំខ្មៅរបស់គាត់ពីចម្ងាយហើយវាក៏ចាប់ផ្ដើមហោះត្រឡប់មករកគាត់វិញនៅក្នុងពលឺពណ៌ខ្មៅក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់នៅតែកលេចមើលទៅកាន់ហាន់លីពោពេញទៅដោយការភ័យខ្លាចដែលគាត់ភ័យខ្លាចថាហាន់លីនឹងវាយប្រហារមកកាន់គាត់ភ្លាមទោះបីជាគាត់ជាអ្នកចម្បាំងអក្សរវិរុទ្ធដំណាក់កាលប្រឡឹងនៅកំណត់ហើយគាត់មានបទពិសោធន៍ជាច្រើននៅក្នុងការប្រយុទ្ធក៏ដោយជាមួយនឹងបកលលន់មួយទៀតហាន់លីក៏បានលេចចេញមកដែលស្ថិតនៅក្នុងចម្ងាយត្រឹមតែ40ម៉ែត្រពីបរិយាចំណាស់តែប៉ុណ្ណោះព្រមទាំងមានផ្នែកបន្ទោលលេចចេញមកជាមួយនឹងគាត់ទៀតផងហើយនៅក្នុងចម្ងាយដ៏ខ្លីបែបនេះបរិយាចំណាស់ផ្នែកនោះពិបាកនៅក្នុងការការពារដូចគ្នាចំណែកឯហាន់លីវិញក៏បានបញ្ចេញខ្សែស្រឡាយពន្លឺជាច្រើនទម្លុះទៅកាន់របាំងការពារពណ៌ខៀវរបស់គាត់វាយប្រហារដោយផ្ទាល់ទៅកាន់ខែតកកបន្ទាប់ពីការប្រយុទ្ធគ្នាមួយសន្ទុះបរិយាចំណាស់ផ្នែកនោះគាត់ក៏បានបោះរទេះសេះរបស់គាត់ដែលមានទំហំប៉ុនបាត់ដៃឲ្យវាប្រែក្លាយទៅជាពន្លឺពណ៌សព្រមទាំងពង្រីកទៅដល់ទំហំដើមរបស់វាវិញមួយសន្ទុះក្រោយមកវាក៏បានពង្រីកទៅដល់ទំហំដើមដោយជោគជ័យចំណែកបរិយាចំណាស់ម្នាក់នោះគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចចាប់តាំងពីហាន់លីប្រែក្លាយប្រកាតកកនៅក្នុងបាតដៃរបស់គាត់ទៅជាដាប់ភ្លើងពណ៌ខៀវតូចជាមួយនឹងស្លាបក៏រន្ទះរបស់ហាន់លីទីនោះគាត់ដឹងថាគឺពិតជាមានបញ្ហាមិនល្អឡើយភ្លាមគាត់ក៏បានសម្រេចចិត្តឡើងជារតែរបស់គាត់នៅក្នុងការរត់គេចជាជាងការប្រយុទ្ធបន្តទៀតក៏ប៉ុន្តែទោះជាយ៉ាងណាពលឺដៃរបស់ហាន់លីគឺពិតជាមិនអាចឲ្យគាត់រត់គេចបានឡើយវាក៏បានកាត់ទៅកាន់រទេះសេះនៅក្នុងត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះហើយភ្លាមនោះហាន់លីក៏បានបង្ហាញខ្លួននៅចំពោះមុខគាត់ហើយហាន់លីក៏បានបាញ់ឆ្ពោះទៅរកបរិយាចំណាស់ម្នាក់នោះប្រៀបដូចជាផ្នែកបន្ទោលល្បឿនរបស់គាត់គឺពិតជាលឿនមែនទែនទោះជាយ៉ាងណាក៏ដោយខណៈពេលដែលហាន់លីសម្រុកវាយប្រហារទៅកាន់គាត់នោះខែតកករបស់ព្រះរាជាម្នាក់នេះដែលបានអាណត្តិជុំវិញគាត់វាក៏បានប្រែក្លាយទៅជាការការពារគាត់ដោយស្វ័យប្រវត្តិដែលស្ថិតនៅក្នុងពន្លឺពណ៌សនៅពេលដែលបានឃើញដូច្នេះបរិយាចំណាស់គាត់មានអារម្មណ៍ថារីករាយចំណែកឯហាន់លីវិញក៏បានព្យាយាមនៅក្នុងការវាយប្រហារទៅកាន់ខែតកកដែលកំពុងតែការពាររួចហើយបន្ទាប់ពីការព្យាយាមហាន់លីក៏អាចធ្វើការបំបាយទៅកាន់ខែការពាររបស់ព្រះរាជាម្នាក់នេះបានរួចហើយហាន់លីក៏បានវាយប្រហារទៅកាន់ទ្រូងរបស់គាត់ដែលបានធ្វើឲ្យព្រះរាជាម្នាក់នោះគាត់គឺពិតជាស្រែកយ៉ាងខ្លាំងក៏ប៉ុន្តែដាប់ភ្លើងតកកចម្លែកក៏បានរីករាយយ៉ាងលឿនចេញពីដៃរបស់ហាន់លីលេតបាក់បរិយាចំណាស់នៅក្នុងពេលត្រឹមតែមួយដង្ហើមតែប៉ុណ្ណោះដែលបណ្ដាលឲ្យបរិយាចំណាស់ម្នាក់នោះប្រែក្លាយទៅជាចម្លាក់តកកតែម្ដងដោយមិនរងចាំយូរបន្ទាប់ទៀតហាន់លីក៏បានខ្វេដៃរបស់គាត់បន្តិចដែលមានធម្មពលខ្លាំងរបស់គាត់ដែលកំពុងតែអណ្ដែតនៅលើអាកាសវាក៏បានសម្ដៅកាត់ក្បាលបរិយាចំណាស់ម្នាក់នោះមួយសន្ទុះក្រោយមកពលឺពណ៌សវាក៏ចាប់ផ្ដើមញ័រទឹកកកដែលមានពលឺពណ៌ខៀវវាក៏ត្រូវបានបែកខ្ញែងអញ្ចឹងទៅនៅពេលដែលហាន់លីកាត់ក្បាលបរិយាចំណាស់ម្នាក់នោះព្រលឹងដល់កំណត់របស់បរិយាចំណាស់ម្នាក់នោះវាក៏ចាប់ផ្ដើមលេចចេញមកព្រមទាំងរត់គេចខ្លួនបាត់ចឹងទៅហើយហាន់លីគឺពិតជាមិនអាចចាប់វាបាននោះទេទោះបីជាព្រលឹងដល់កំណត់របស់គាត់រត់គេចខ្លួនក៏ដោយក៏ប៉ុន្តែហាន់លីទទួលបានសាកសពរបស់ព្រះរាជាម្នាក់នេះរួចទៅហើយភ្លាមនោះហាន់លីក៏បានប្រើប្រាស់ធម៌ពលរបស់គាត់នៅក្នុងការកំទេចទៅកាន់រូបរាងកាយរបស់ព្រះរាជាម្នាក់នេះឲ្យប្រែក្លាយទៅជាភ័យផងភ្លាមទោះបីជាហាន់លីមិនបានដោះស្រាយជាមួយនឹងព្រលឹងដល់កំណត់របស់គូប្រកួតប្រជែងរបស់គាត់ក៏ដោយក៏ប៉ុន្តែរូបរាងកាយរបស់បរិយាចំណាស់ម្នាក់នេះក៏ត្រូវបានបំផ្លាញចោលវាគួរតែចំណាយពេលរាប់ទសវត្សរ៍មុនពេលដែលគាត់អាចស្ដាររូបរាងកាយរបស់គាត់រឹងមាំឡើងមកវិញហើយលើពីនេះទៅទៀតនោះការស្វែងរករូបរាងកាយដែលស័ក្តិសមវាគួរតែចំណាយពេលវេលាច្រើនហើយលើពីនេះទៅទៀតនោះបរិយាចំណាស់ម្នាក់នេះប្រកាសជាមានការថមថយចុះទៅលើកម្លាំងធម្មពលអញ្ចឹងទៅបន្ទាប់ពីហាន់លីធ្វើការចាត់ការព្រមទាំងបំផ្លាញរូបរាងកាយរបស់បរិយាចំណាស់ម្នាក់នេះគាត់ក៏បានយកទ្រព្យសម្បត្តិពីបុរាណពីរព្រមទាំងថង់ផ្ទុកមួយទោះបីជាគាត់នៅពេលនេះមិនទាន់មករកឃើញវាមានរូបភ្នំរបស់លោកម្ចាស់កងគុណក៏ដោយក៏ប៉ុន្តែការធ្វើដំណើររបស់គាត់ចូលមកក្នុងវិទំនាបមូឡាននេះវាក៏ពិតជាគ្រោះថ្នាក់ក៏ប៉ុន្តែគាត់នៅតែទទួលបានប្រាក់ចំណេញនៅក្នុងការប្រយុទ្ធលើកនេះនៅពេលដែលគាត់ទទួលបានថង់ផ្ទុករបស់បរិយាចំណាស់ម្នាក់នោះហើយហាន់លីក៏បានប្រើប្រាស់អារម្មណ៍ខាងវិញ្ញាណរបស់គាត់ដើម្បីត្រួតពិនិត្យមើលវាភ្លាមក៏ប៉ុន្តែនៅពេលដែលគាត់ត្រួតពិនិត្យមើលគាត់ហាក់បីដូចជាខុសបំណងបន្តិចក្រៅពីថ្មវិញ្ញាណថ្នាក់កណ្ដាលរាប់សិបដុំមានតែសម្ភារៈឧបករណ៍ធម្មតាមួយចំនួនក៏ដូចជាដបថ្នាំពីរបីដបតែប៉ុណ្ណោះហើយនៅពេលដែលហាន់លីបើកដបថ្នាំនោះគាត់ក៏បានរកឃើញថាវាមានគុណភាពធម្មតានោះទេវាហាក់បីដូចជាតំបន់ទំនាបមូឡានគឺពិតជាខ្វះសម្ភារៈនៃការដាំដុះសូម្បីតែចម្បាំងអក្សរវិរុទ្ធពលឹងដល់កំណត់ដ៏អស្ចារ្យក៏នៅតែខ្វះធាតុដ៏សមរម្យដើមឡើយហាន់លីគឺគាត់ចង់ទទួលបានបច្ចេកទេសខាងវិញ្ញាណមួយចំនួនក៏ប៉ុន្តែជាអកុសលគាត់គឺពិតជាមិនមានសម្លឹងបែបនេះឡើយបន្ទាប់ពីហាន់លីយកថង់ផ្ទុកយកទៅទុកហើយនោះគាត់ក៏បានសម្លឹងមើលទៅកាន់ភ្នំដ៏ធំនៅចំពោះមុខគាត់នេះគឺជាកំណត់ទ្រព្យរបស់ព្រះចាម្នាក់នោះឯងអ្វីត្បិតតែម្ចាស់កំណត់នេះបានរត់គេចខ្លួនជាមួយនឹងពលឹងដល់កំណត់ក៏ដោយក៏ភ្នំពណ៌ខ្មៅស្ថិតនៅក្នុងទម្រង់ធំរបស់វាកំពុងតែបញ្ចេញពន្លឺពណ៌ខ្មៅរួចហើយហាន់លីក៏បានស្រូបយកកំណត់ទ្រព្យមាននោះនៅពេលដែលគាត់ពិនិត្យមើលកំណត់ទ្រព្យភ្នំដ៏ធំវាក៏បានប្រែក្លាយទៅជាទូចធ្លាក់មកក្នុងដៃរបស់ហាន់លីរួចហើយហាន់លីក៏បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតបន្ទាប់ពីបានពិនិត្យជាច្រើនដងគាត់ក៏បានរកឃើញវត្តមានពណ៌មាសចំនួន3នៅក្នុងបាតភ្នំរួចហើយហាន់លីគាត់ក៏បាននិយាយថានេះគឺជាភ្នំ1000ស្រទាប់
ដែលធ្វើឲ្យគាត់គឺពិតជាសប្បាយរីករាយនៅពេលដែលបានឃើញដូច្នេះរួចហើយគាត់ក៏បានយកភ្នំមួយនេះជាទៅទុកចឹងទៅចំណែកឯហាន់លីវិញនៅពេលនោះគាត់ក៏បានហោះហើរមកកាន់ភ្នំមួយរួចហើយគាត់ក៏បានមកដល់នៅពីលើភ្នំក្នុងរយៈពេលមិនយូរប៉ុន្មានក៏មានអិសរាជជនចំនួន4រូបផ្សេងទៀតគាត់ក៏បានហោះមកពីលើភ្នំនេះផងដែរដែលមានដូចជាលោកម្ចាស់ណានឡុងបរិសចំណាស់ដែលមានសសព្រមទាំងប្រជាចាស់ទុំចំនួន2នាក់ផ្សេងទៀតនៅពេលដែលលោកម្ចាស់ណានឡុងគាត់មកដល់គាត់ក៏បាននិយាយផងដែរវាគឺពិតជាសំណាងណាស់ដែលលោកប្អូនហាន់លីគឺពិតជាបានមកដល់ដោយសុវត្ថិភាពនោះចំណែកឯអ្នកផ្សេងទៀតគឺពួកគេមិនទាន់មកដល់នោះទេដោយសារតែមុននេះម្នាក់គឺព្យាយាមនៅក្នុងការរੂកិច្ចទៀងខ្លួនកិច្ចពីអ្នកចម្បាំងអក្សរវិរុទ្ធខណៈពេលនោះលោកម្ចាស់ណានឡុងគាត់ក៏បានបង្ហាញក្តីព្រួយបារម្ភរបស់គាត់ចំពោះហាន់លីផងដែរដោយសារតែមុននោះគឺគាត់បានឃើញរទេះសេះខ្យល់ពលិបសកំពុងតែដេញតាមហាន់លីចឹងទៅចំណែកឯហាន់លីគាត់ក៏បានប្រាប់ទៅវិញថាវាគឺពិតជាមិនអីនោះទេហើយគាត់ក៏មិនចង់និយាយអ្វីច្រើនឡើយបន្ទាប់ពីបានឃើញដូច្នេះពួកគេក៏បានផ្លាស់ប្ដូរប្រធានបទនៅក្នុងការនិយាយបន្ទាប់មកក៏ចាប់ផ្ដើមនិយាយអំពីសង្គ្រាមនាពេលខាងមុខរបស់សម្ព័ន្ធប្រជាជាតិទាំង9ជាមួយនឹងម៉ូឡានវាគឺពិតជាអាចអន្រុនទ្វីបទាំងមូលបានលោកម្ចាស់ណានឡុងគាត់ក៏បានញញឹមពោពេញត្រាកំប៉ាំងព្រមទាំងនិយាយបន្តទៀតថាគឺគាត់បានចងចាំថាសង្គ្រាមចុងក្រោយជាមួយនឹងអ្នកចម្បាំងអក្សរវិរុទ្ធមានរយៈពេលជាង10ឆ្នាំក៏ប៉ុន្តែលើកនេះអ្នកណាទៅនៅនឹងថាសង្គ្រាមមានរយៈពេលប្រមាណឆ្នាំនោះទោះជាយ៉ាងណាក៏ដោយនិកាយតៅបិសាចព្រមទាំងនិកាយតៅឋានស៊ូព្រមទាំងនិកាយមួយចំនួនផ្សេងទៀតពួកគេប្រកាសជាចងសម្ព័ន្ធភាពជាមួយនឹងគ្នាដើម្បីទប់ទល់ជាមួយនឹងសត្រូវលោកម្ចាស់ណានឡុងគាត់ក៏បាននិយាយបន្ថែមទៀតថាបើសិនបើសម្ព័ន្ធជាច្រើនចងសម្ព័ន្ធភាពជាមួយនឹងគ្នានៅពេលនោះសូម្បីតែនិកាយពពកក្រសាទរបស់លោកប្អូនហានក៏បានចងសម្ព័ន្ធភាពដែរនោះប្រឆាំងទៅនឹងអ្នកចម្បាំងអក្សរវិរុទ្ធហើយនៅពេលនោះពួកយើងប្រកាសជាមានសិទ្ធិនៅក្នុងចូលសមរភូមិនិងមានឱកាសទៅកាន់វេទមនីបម៉ូឡានពួកគាត់នៅតែបន្តសន្ទនាគ្នាបណ្ដាចំណេញពីពេលវេលាចិត្តតែកន្លងផុតទៅរំពេចនោះក្នុងពេលដែលលោកម្ចាស់ណានឡុងកំពុងតែនិយាយគាត់ក៏បានឈប់និយាយភ្លាមសម្លឹងមើលទៅកាន់ទិសដៅមួយនៅពីលើមេឃគាត់ហាក់បីដូចជាបានដឹងថាមាននរណាម្នាក់កំពុងតែសម្លឹងមកកាន់ក្រុមរបស់គាត់ដែលធ្វើឲ្យទឹកមុខរបស់គាត់គឺពិតជាមានការប្រែប្រួលហើយគាត់ក៏បានឆ្ងល់ផងដែរតើពួកគេគឺជាអ្នកចម្បាំងអក្សរវិរុទ្ធឬក៏អ្នកដំដោះផ្សេងទៀតដែលជាសមាជិកដែលបានខ្ចាត់ខ្ចាយរបស់ពួកគេទៅភ្លាមនោះពួកគាត់ក៏បានមើលឃើញពលិមួយហោះចេញមកនៅពេលដែលពួកគេកាន់តែមកជិតគាត់ក៏បានឃើញពលិពណ៌ខ្មៅមួយព្រមទាំងពលិពណ៌ក្រហមពីរហោះមករកពួកគេតែម្ដងក៏ប៉ុន្តែនៅពេលដែលគាត់ត្រួតពិនិត្យយ៉ាងជិតគាត់ក៏បានដឹងថានេះមិនមែនជាអ្នកចម្បាំងអក្សរវិរុទ្ធនោះទេពួកគេគឺជាក្រុមរបស់លោកម្ចាស់វ៉ានដែលមានដូចជាវ៉ាងចានវ៉ាន់ថេនជូព្រមទាំងយ៉ានរូយ៉ានចំណែកអ្នកផ្សេងទៀតបន្ទាប់ពីបានលើកដូច្នេះពួកគាត់ក៏សប្បាយចិត្តផងដែរនៅពេលដែលវ៉ាន់ថេនជូគាត់បានមកដល់គាត់ក៏បានឃើញហាន់លីដែលធ្វើគាត់គឺពិតជាមានការផ្ចាំបាបន្តិចព្រមទាំងនិយាយទៅកាន់ហាន់លីថាលោកប្អូនហានគឺពិតជាមកដល់លឿនជាងពួកយើងទៅទៀតនេះគឺពិតជាគួរភ្ញាក់ផ្អើលខណៈពេលនោះគាត់ក៏បានឃើញរទេះសេះខ្យល់កំពុងតែដេញតាមហាន់លីផងដែរក៏ប៉ុន្តែគាត់គឺពិតជាមិននឹកស្មាននោះទេថាហាន់លីគឺពិតជាមកដល់លឿនជាងពួកគាត់នោះនិយាយទៅចំពោះវ៉ាន់ថេនជូនៅពេលនេះគាត់ក៏មានរបបបន្តិចបន្តួចផងដែរដោយសារតែគាត់ព្យាយាមនៅក្នុងការការពារទៅកាន់វ៉ាន់ចានព្រមទាំងយ៉ានរូយ៉ានមួយសន្ទុះក្រោយមកពួកគាត់ក៏បានមកឃើញពលិមួយផ្សេងទៀតដែលកំពុងតែហោះមកពីចម្ងាយនៅពេលដែលគាត់ត្រួតពិនិត្យរដាប់ដល់នោះគាត់ក៏បានដឹងថានោះគឺជាលោកម្ចាស់ឡុងក៏ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលជាងនេះទៅទៀតគឺលោកម្ចាស់ឡុងគាត់គឺពិតជាបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយអ្នកចម្បាំងអក្សរវិរុទ្ធកំពុងតែដេញតាមពីក្រគាត់ទីផងចំណែកឯអ្នកផ្សេងទៀតបន្ទាប់ពីបានឮហាន់លីនិយាយដូច្នេះពួកគាត់ក៏បានកលិចមើលភ្លាមពោពេញដោយភាពតោះស្លុតក៏ប៉ុន្តែពួកគាត់បានរកឃើញថានោះគឺពិតជាពលិពណ៌បៃតងព្រមទាំងក្រហមកំពុងតែដេញចាប់អ្នកដំដោះដែលមានទឹកមុខពុះពេញដោយភាពភ័យស្លន់ស្លោចំណែកឯទឹកមុខរបស់លោកម្ចាស់ណានឡុងគាត់ក៏បានប្រែក្លាយទៅជាសពុនភ្លាមបន្ទាប់ពីបានឃើញទស្សនភាពបែបនេះនិយាយទៅចំពោះលោកម្ចាស់ឡុងនឹងគឺគាត់កំពុងតែជួបបញ្ហាដោយសារតែអ្នកចម្បាំងអក្សរវិរុទ្ធ2នាក់កំពុងតែដេញតាមគាត់ភ្លាមនោះលោកម្ចាស់ណានឡុងក៏បានស្រែកប្រាប់ទៅកាន់គ្រប់គ្នាឲ្យពួកគេចាប់រត់ចេញឲ្យបានលឿនបំផុតរួចហើយលោកម្ចាស់ណានឡុងគាត់ក៏បានហោះឆ្ពោះទៅលើមេឃដោយបានបញ្ចេញពលិពណ៌មាសចំណែកឯអ្នកផ្សេងទៀតក៏បានសម្លឹងមកគ្នាទៅវិញទៅមកមុនពេលដែលបានធ្វើដំណើរទៅមុខរំពេចនោះពលិពណ៌ផ្សេងគ្នាចំនួន8ក៏បានចេញមកពីលើភ្នំដើម្បីបញ្ញាបញ្ញាទៅរកលោកម្ចាស់ឡុងនិយាយទៅពួកគាត់គឺចង់ទៅជួយលោកម្ចាស់ឡុងឲ្យបានទាន់ពេលវេលានឹងឯងពួកគាត់ក៏បានបញ្ញាបញ្ញាក្នុងការឆ្ពោះយ៉ាងលឿនខ្លាំងមែនទែនចំណែកលោកម្ចាស់ឡុងវិញនៅពេលនោះគាត់គឺពិតជាសប្បាយចិត្តបន្ទាប់ពីបានឃើញដូច្នេះហើយគាត់គឺពិតជាអរគុណទៅកាន់ពួកគេរីលោកម្ចាស់ណានឡុងវិញនៅពេលនេះគាត់កំពុងតែរត់នៅពីលើអាកាសព្រមទាំងស្រែកសួរទៅកាន់លោកម្ចាស់ឡុងថាតើលោកគឺពិតជាមិនអីទេឬហើយគាត់ក៏បានសួរផងដែរថាតើអ្នកចម្បាំងអក្សរវិរុទ្ធទាំងពីរនាក់នោះដេញតាមលោកដល់របៀបណាទៅតាមការចងចាំរបស់គាត់កាលពីពេលមុនគឺមានតែម្នាក់តែប៉ុណ្ណោះដែលដេញតាមចំណែកលោកម្ចាស់ឡុងវិញគាត់ក៏បាននិយាយថាបន្ទាប់ពីបានត្រូវអ្នកចម្បាំងអក្សរវិរុទ្ធម្នាក់ដេញតាមអស់រយៈពេលកន្លះថ្ងៃហើយបន្ទាប់ពីកន្លះថ្ងៃទៀតអ្នកចម្បាំងអក្សរវិរុទ្ធមួយទៀតក៏បានមកដេញតាមគាត់ហើយគាត់ចំណាយពេល2ថ្ងៃដើម្បីប្រយុទ្ធព្យាយាមយកឈ្នះទៅកាន់ពួកគេក៏ប៉ុន្តែដោយសារតែការប្រយុទ្ធយូរពេកកម្លាំងធំពលរបស់គាត់វាក៏ចាប់ផ្ដើមថមថយចុះហើយដូច្នេះហើយបានជារូបភាពគ្រូនមកទីនេះនឹងឯងចំណែកអ្នកចម្បាំងអក្សរវិរុទ្ធទាំងពីរនាក់នោះពួកគេក៏បានប្រទះឃើញហាន់លីព្រមទាំងក្រុមរបស់គាត់ដោយបានឃើញថាពួកគេគឺពិតជាមិនបានរត់គេចពីពួកគាត់នោះទេហើយដូច្នេះហើយអ្នកចម្បាំងអក្សរវិរុទ្ធទាំងពីរនាក់នោះបានត្រឹមតែសម្លឹងមើលពីចម្ងាយតែប៉ុណ្ណោះដោយម្នាក់ក្នុងចំណោមពួកគេគឺមានស្បែកពណ៌មាសព្រមទាំងពាក់មកុដជាមួយនឹងអាវក្រោចំណែកឯម្នាក់ទៀតមានរូបរាងគឺពិតជាមិនសូវស្អាតនោះទេសម្លៀកបំពាក់របស់គាត់គឺមានពណ៌បៃតងហើយពួកគេទាំងពីរនាក់គឺជាអ្នកចម្បាំងអក្សរវិរុទ្ធ
នៅក្នុងដំណើរការប្រឡងដើរកំណត់ដំបងអញ្ចឹងទៅចំពោះអ្នកចម្បាំងអាការៈវិរុទ្ធទាំងពីរនាក់នឹងបន្ទាប់ពីបានឃើញគ្នារបស់ហាន់លីច្រើនពួកគេទាំងពីរនាក់ក៏មិនហ៊ានធ្វើអ្វីឡើយហើយនៅពេលនោះអ្នកចម្បាំងអាការៈវិរុទ្ធគាត់ក៏បាននិយាយទៅកាន់ក្រុមរបស់ហាន់លីថាទោះបីជាពលលោកមានគ្នាច្រើនក៏ដោយក៏ពលលោកគឺពិតជាមិនអាចសម្រាប់ប្រកាន់ពួកយើងបានឡើយហើយនៅពេលនេះពួកយើងមិនចាំបាច់ពេលបហានោះទេគ្រាន់តែបញ្ជាពេលទៅកាន់ពលលោកកន្លះថ្ងៃហើយពលលោកគឺពិតជាមិនមានឱកាសនៅក្នុងការចាត់ចែងបានឡើយបន្ទាប់ពីបានលើកដូច្នេះលោកម្ចាស់ហាន់ឡុងគាត់ក៏ពិតជាសោយពុកពេញត្រូវការខាងសម្បាគាត់ក៏ចាប់ផ្ដើមបញ្ចេញនូវពលិភ្លឺចាញ់ចាំងភ្លាមពន្យាពេលពួកយើងកន្លះថ្ងៃមែនទេតើពួកអាចជឿថាយើងនឹងសម្លាប់ទៅកាន់ពួកឯងដែរឬទេបន្ទាប់ពីបានឃើញអ្នកចម្បាំងអាការៈវិរុទ្ធទាំងពីរនាក់នេះនៅតែកើតតមលោកម្ចាស់ហាន់ឡុងគាត់ក៏បាននិយាយទៅកាន់លោកបងជុនភ្លាមឲ្យចាប់ផ្ដើមនៅក្នុងកាវិបហាទោះជាយ៉ាងណាក៏ដោយលោកបងជុនដែលមានសម្លេងពាក់ពណ៌សនោះគាត់ក៏បានបង្ហាញដាននៃភាពអសង្ឃឹមព្រមទាំងដកដង្ហើមធំបន្តិចដោយសារដើមឡើយគឺគាត់ចង់រក្សាធម៌ពលរបស់គាត់សម្រាប់ប្រឈមបញ្ហានៅខាងមុខក៏ប៉ុន្តែនៅពេលនេះត្រូវតែចាត់ការពួកគេទាំងពីរនាក់ជាមុនសិនរួចហើយលោកម្ចាស់យន្តគាត់ក៏បានបញ្ចេញកកមួយដែលមានទំហំប៉ុនកណ្ដាប់ដៃមានពលិភ្លឺចាញ់ចាំងហើយវាក៏ចាប់ផ្ដើមពង្រីកបន្តិចម្ដងមានប្រវែង1ម៉ែត្រចំណែកអ្នកចម្បាំងទាំងពីរនាក់បន្ទាប់ពីពួកគាត់បានឃើញដូច្នេះពួកគាត់ក៏បានដកថយបន្តិចខណៈពេលដែលរូបរាងកាយរបស់ពួកគេកំពុងតែបញ្ចេញពលិភ្លឺចាញ់ចាំងផងដែរសម្លឹងមើលទៅកាន់រាជច្បងយន្តពោពេញដោយភាពប្រុងប្រយ័ត្នចំណែកឯលោកម្ចាស់ណានឡុងវិញគឺគាត់មិនចង់និយាយច្រើននោះទេគាត់ក៏បានគវាសដៃឲ្យរបស់គាត់បន្តិចបញ្ចេញដៅហោះប៉ោះមាសមួយចេញមកចំណែកឯហាន់លីព្រមទាំងអ្នកផ្សេងទៀតក៏ចាប់ផ្ដើមបញ្ចេញធម៌ពលរបស់គាត់ដូចគ្នាចំពោះទៅមុខបន្តិចម្ដងរួចហើយពួកគាត់ក៏បានសម្ដៅទៅរកអ្នកចម្បាំងអាការៈវិរុទ្ធទាំងពីរនាក់នោះភ្លាមចំណែកនៅពីក្រោយអ្នកចម្បាំងអាការៈវិរុទ្ធទាំងពីរនាក់នោះក៏មានពលិពណ៌ក្រហមមួយលេចចេញមកដូចគ្នារីឯពួកគេទាំងពីរក៏បានដឹងថាមានអ្វីមួយកំពុងតែលេចឡើងនៅពីក្រោយពួកគេហើយដែលវាគឺជាអាណាភ្លើងដែលកំពុងតែឆាបឆេះចាប់ផ្ដើមឆ្ពោះមករកពួកគេតែម្ដងចំណែកអ្នកចម្បាំងអាការៈវិរុទ្ធដែលមានគ្រឿងសឹកនោះគាត់ក៏បានប្រើប្រាស់អារម្មណ៍ខាងវិញ្ញាណរបស់គាត់នៅក្នុងការស្កេនមើលយ៉ាងលឿនក៏ប៉ុន្តែនៅពេលនោះគាត់ក៏បានស្រែកពោពេញដោយភាពឈឺចាប់រីឯលោកម្ចាស់ណានឡុងព្រមទាំងអ្នកផ្សេងទៀតក៏បានឃើញអំពីទស្សនភាពតគូតស្លុតនេះនៅចំពោះមុខពួកគាត់ផងដែរអញ្ចឹងទៅនៅពេលនេះអ្នកចម្បាំងអាការៈវិរុត្តម្នាក់គឺគាត់កំពុងតែឆេះទៅដល់ណាត់ភ្លើងដោយកាចសាហាវចឹងទៅខណៈពេលដែលអ្នកចម្បាំងអាការៈវិរុត្តម្នាក់ទៀតបន្ទាប់ពីបានឃើញដូច្នេះគាត់ក៏បានស្រែកខ្លាំងចឹងទៅហើយនៅពេលដែលពួកគេពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើអ្នកដាំដុះម្នាក់នោះគឺជាហាន់លីនឹងឯងហាន់លីហាំបីជាស្ងប់ស្ងាត់ក៏ប៉ុន្តែគាត់បានទេរួចមកហើយថានេះគឺជាប់តែតងទៅនឹងការធ្វើឲ្យរបួសធ្ងន់ទៅកាន់បរិសុទ្ធចំណាស់ម្នាក់នោះដែលបង្ខំឲ្យព្រលឹងការកំណត់របស់គាត់រត់គេចខ្លួនតែបរិសុទ្ធទាំងពីរនាក់នេះជាប់ពាក់ព័ន្ធទៅនឹងបរិសុទ្ធចំណាស់ម្នាក់នោះដែរឬទេក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅពេលនេះអ្នកចម្បាំងអាការៈវិរុទ្ធទាំងពីរនាក់ក៏បានសម្លឹងទៅកាន់ហាន់លីពោពេញដោយភាពផ្កាច់សាហាវក៏ប៉ុន្តែភ្លាមបន្ទាប់ពីពួកគេបានដឹងថាគឺពិតជាមិនអាចជោគឈ្នះទៅកាន់ក្រុមរបស់ហាន់លីបាននោះគេក៏ចាប់ផ្ដើមដកថយភ្លាមតែម្ដងចំណែកឯអ្នកផ្សេងទៀតបន្ទាប់ពីបានឃើញដូច្នេះពួកគេសុទ្ធសឹងតែមានការផ្ញើប៉ាបន្តិចតែពួកគេទាំងពីរនាក់នោះគឺពិតជាសម្រេចចិត្តនៅក្នុងការដកថយមែនទេហើយក្នុងរយៈពេលត្រឹមតែមួយវប្បផ្នែកតែប៉ុណ្ណោះពួកគេក៏បានបាត់សមោលចំណែកវ៉ាន់ថេនយូវិញក៏បានញញឹមពោពេញដោយភាពបាត់កំបាំងបន្តិចគាត់ក៏បានសួរទៅកាន់លោកប្អូនហានថាតើអ្នកទាំងពីរនេះគឺពិតជាបានស្គាល់ទៅកាន់លោកប្អូនជាពិសេសមែនទេចំណែកឯហាន់លីវិញក៏បាននិយាយផងដែរថាគាត់គឺពិតជាមិនស្គាល់ពួកគេនោះទេហើយនេះក៏ជាលើកទី1របស់គាត់ផងដែរដែលមកកាន់វេទមនេតម៉ូឡានដូច្នេះហើយតើគាត់អាចស្គាល់ពួកគេដោយរបៀបណាទៅខណៈពេលនោះលោកម្ចាស់ហាន់ឡុងគឺគាត់មិនចង់ខាត់ពេលទៀតនោះទេដោយសារតែនៅក្នុងតំបន់នេះវាគឺពិតជាគ្រោះថ្នាក់ហើយដូច្នេះហើយពួកយើងគួរតែស្វែងរកកំណត់ឲ្យបានលឿនបំផុតរួចហើយលោកម្ចាស់ហាន់ឡុងព្រមទាំងប្រជាជនមានសម្លេងពេលពណ៌សគាត់ក៏បានដឹកនាំផ្លូវពួកគេធ្វើដំណើរយ៉ាងលឿនបំផុតចូលទៅកាន់វេទមនេតកណ្ដាលម៉ូឡានឆ្លងកាត់តំបន់ជាច្រើនតាមបណ្ដោយព្រំដែននៃវេទមនេតម៉ូឡានពួកគេបានឆ្ពោះទៅទិសខាងលិចហើយពួកគេក៏បានមកដល់មុខភ្នំពពភេទមួយដែលភ្នំមួយនេះវាគឺពិតជាមានកម្ពស់រាប់រយម៉ែត្រហើយគ្មានរុក្ខជាតិអ្វីទាំងអស់ចំណែកឯហាន់លីព្រមទាំងអ្នកផ្សេងទៀតក៏បានក្លែកមើលទៅកាន់ភ្នំនោះពោពេញដោយភាពងឿងឆ្ងល់បន្តិចដែលពួកគេឆ្ងល់ថាតើនេះគឺជាលំនៅឋានរបស់លោកម្ចាស់កងគុនជាមួយនឹងភ្នំដែលមាននឹកស្មានដល់នេះមែនទេហើយបើសិនបើនេះមិនមែនជាលោកម្ចាស់ហាន់ឡុងគឺជាអ្នកដឹកនាំផ្លូវពួកគេនោះទេពួកគេគឺពិតជាមិននឹកស្មានដល់ឡើយថាគាត់នៅកន្លែងបែបនេះនោះមួយសន្ទុះក្រោយមកពួកគាត់ទាំងអស់គ្នាក៏បានមកដល់ពាក់កណ្ដាលភ្នំនៅពេលដែលពួកគាត់មកដល់ពាក់កណ្ដាលភ្នំពួកគេក៏បានយកទងតូចមួយចេញដែលទងទាំងពីរនេះគឺមានប្រវែង1ម៉ែត្រមួយគឺមានពលិពណ៌បៃតងភ្លឺចាស់ហើយមួយទៀតក៏មានពលិពណ៌លឿងព្រមទាំងមានអក្សរស្រាលដិតនៅលើវេទិតផងអញ្ចឹងទៅចំពោះទងទាំងពីរនឹងគឺលោកម្ចាស់យន្តព្រមទាំងលោកម្ចាស់ហាន់ឡុងគឺគាត់យកចេញមួយម្នាក់អញ្ចឹងណាមូលហេតុដែលគាត់យកទងនេះចេញគឺដើម្បីធ្វើការបំផាច់ការរឹតបន្តឹងពីខាងក្រៅនឹងឯងចំណែកឯអ្នកផ្សេងទៀតរួមទាំងហាន់លីគឺបានត្រឹមតែសម្លឹងមើលតែប៉ុណ្ណោះចំពោះសកម្មភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់បន្ទាប់ពីលោកម្ចាស់ហាន់ឡុងព្រមទាំងប្រជាជនគាត់បានយកទងរបស់ពួកគាត់ទាំងពីរចេញមកក្នុងពេលដំណើរគ្នាហើយនោះទងតូចរបស់គាត់ក៏បានចូលទៅក្នុងដីហើយមួយសន្ទុះក្រោយមកវាក៏បានបាត់ដែលមិនទាន់បានបង្ហាញឲ្យឃើញសញ្ញាអ្វីមួយឡើយដែលធ្វើឲ្យអ្នកផ្សេងទៀតព្រមទាំងហាន់លីសុទ្ធតែមានការសង្ស័យអញ្ចឹងទៅនៅពេលដែលពួកគាត់ទាំងពីរនាក់ប្រើប្រាស់ទងញកចូលទៅក្នុងដីហើយនោះហាបីជាផាន់ដីក៏ចាប់ផ្ដើមរង្គើចឹងទៅនៅពេលដែលដីចាប់ផ្ដើមញ័រយ៉ាងខ្លាំងស្នាមប្រេះវាក៏ចាប់ផ្ដើមរីករាលដាលពីកំពូលភ្នំចុះមកដល់ជើងភ្នំរួចហើយក៏មានពលិពណ៌សមួយហាបីជាបំបីភ្នំទៅជាពីរហើយនៅក្នុងចំណោមពួកគេនោះអ្នកដែលមានការដាំដុះទាបបំផុតគឺជាវ៉ាងចាន់និងយ៉ានរូយ៉ានពួកគេកំពុងតែឈរពីក្រោយវ៉ាន់ថេនយូនៅក្នុងភាពស្ងៀមស្ងាត់ចំណែកឯហាន់លីក៏បានសម្លឹងទៅកាន់វ៉ាន់ចាន់ផងដែរក៏ប៉ុន្តែគាត់នៅពេលនេះគឺមិនទាន់មានឱកាសនៅក្នុងការសម្លាប់វ៉ាន់ចាន់នៅឡើយគាត់គួរតែទទួលបានកំណត់ជាមុនសិន
បន្ទាប់មកចាំចាត់ការគេនៅពេលក្រោយក្នុងពេលដែលលោកម្ចាស់ណាន់ឡុងព្រមទាំងប្រជាដែលមានសម្លេងពេះពណ៌សគាត់កំពុងតែខំនៅភ្នំក៏បានបំបែកទៅជាពីររួចទៅហើយបង្កើតទៅជាប្រហោងដ៏ធំមួយដែលមានទទឹងជាង30 ម៉ែត្រហើយលើពីនេះក៏មានចន្ទាថ្មមួយកំពុងតែស្ថិតនៅខាងក្នុងបន្ទាប់ពីបានឃើញដូច្នេះពួកគាត់ក៏បានចេញដំណើរទៅមុខភ្លាមតាមចន្លោះប្រហោងដែលទៅតែជ្រែកមុននេះចំណែកឯហាន់លីគាត់ក៏បានតាមពីក្រោយពួកគេចឹងទៅហើយជាការពិតណាស់គាត់នៅតែមានការប្រុងប្រយ័ត្នហើយគាត់ក៏បានដកឃ្លាពីពួកគេមានចម្ងាយឆ្ងាយសមរម្យផងដែរបើសិនមានអ្វីកើតឡើងចម្លែកគាត់ក៏អាចប្រតិកម្មទាន់ពេលវេលាបានចំណែកឯអ្នកដំណើរផ្សេងទៀតគឺបានរក្សាចម្ងាយប្រហែលជា30 ម៉ែត្រពីគ្នាទៅវិញទៅមកនិយាយជារួមទៅពួកគេសិតសឹងតែមានការប្រុងប្រយ័ត្នទាំងអស់ខណៈពេលដែលពួកគេកំពុងតែឆ្ពោះទៅមុខបន្តិចម្ដងចំណែកលោកម្ចាស់ណាន់ឡុងព្រមទាំងប្រជាជនគាត់ក៏បានទាំងឋានៈផ្សេងទៀតពួកគេកំពុងតែមានការប្រុងប្រយ័ត្នដូចគ្នាទោះជាយ៉ាងណាក៏ដោយគាត់ក៏ពិតជាមិនខ្វល់នោះទេគាត់នៅតែបន្តដំណើរទៅមុខជានិច្ចបន្ទាប់ពីក្រុមរបស់គាត់ដើរមួយសន្ទុះនៅពេលនោះពួកគាត់ក៏បានមកដល់សាលអាថ៌កំបាំងដ៏ធំមួយនៅក្នុងសាលមួយនេះហាក់បីដូចជាធ្វើអំពីត្បូងវែងមួយដែលបានធ្វើវាមានពន្លឺពណ៌ខៀវភ្លឺចែងចាំងព្រមទាំងបញ្ចេញនូវសម្រស់ដ៏ស្អាតបំផុតខណៈពេលដែលពួកគាត់កំពុងតែឈរនៅក្នុងសាលធំមួយនេះមានរយៈចម្ងាយ100 ម៉ែត្រនៅពេលនោះអ្នករកគ្នាទឹកមុខរបស់ពួកគេស្រាប់តែមានការផ្ញើបាត់ទាំងអស់គ្នាដោយពួកគេកំពុងតែសង្កល់អំពីសាលមួយនេះមិនមែនជាត្បូងពិតប្រាកដឡើយនៅពេលដែលពួកគេប្រើប្រាស់អារម្មណ៍ខាងញៀនរបស់ពួកគេនៅក្នុងការឆ្លងកាត់ជញ្ជាំងពួកគេក៏ត្រូវបានវាយប្រហារភ្លាមគឺពិតជាមិនអាចឆ្លងកាត់ជញ្ជាំងនេះបាននោះទេទោះជាយ៉ាងណាក៏ដោយសម្រាប់ហាន់លីគាត់មិនមានការភ័យខ្លាចចំពោះឬទៅគាត់នេះនោះទេគាត់ក៏បានប្រើប្រាស់អារម្មណ៍ខាងញៀនរបស់គាត់ដើម្បីស៊ើបអង្កេតទៅកាន់ផ្នែកផ្សេងទៀតនៃសាលដើម្បីដឹងថាតើជញ្ជាំងទាំងអស់នៅក្នុងសាលនេះគឺពិតជាដូចគ្នាឬជាការពិតណាស់ក្រុមរបស់គាត់ទាំងអស់សិតសឹងតែបានរកឃើញអំពីបញ្ហានេះទាំងអស់គ្នាដោយពួកគេសិតសឹងតែបានដឹងថាអារម្មណ៍ខាងញៀនរបស់ពួកគេគឺពិតជាមិនអាចឆ្លងកាត់ជញ្ជាំងមួយនេះបានចឹងទៅហើយនេះគឺពិតជាដូចជាលោកម្ចាស់ណាន់ឡុងបាននិយាយពិតមែនតើនេះគឺជាកន្លែងដែលបានរឹតបន្តឹងព្រលឹងដ៏អស្ចារ្យមែនទេអ្នកទាំងអស់គ្នាសិតសឹងតែមានអារម្មណ៍ថាងើយឆ្ងល់សារទាំងមូលនៅពេលនោះក៏ចាប់ផ្ដើមញ័រយ៉ាងខ្លាំងហើយពួកគេក៏បានឮសំឡេងញ័រយ៉ាងខ្លាំងពីក្រោយពួកគេផងដែរហើយនៅពេលនោះចន្ទាដែលពួកគេចុះមកបន្នេះវាក៏ចាប់ផ្ដើមបាត់ទៅវិញចឹងទៅដែលបានធ្វើឲ្យចម្បាំងរាល់គ្នាពួកគាត់សិតសឹងតែមានការភ្ញាក់ផ្អើលពោពេញរយទឹកមុខស្រពោនម្នាក់ក៏បានស៊ូទៅកាន់លោកម្ចាស់ណាន់ឡុងថាតើនេះគឺវាមានន័យដូចម្តេចទៅក៏ប៉ុន្តែសម្រាប់លោកម្ចាស់ណាន់ឡុងគាត់គឺមិនភ្ញាក់ផ្អើលអំពីរឿងទាំងអស់នេះនោះទេព្រមទាំងប្រាប់ទៅកាន់ពួកគេថាកុំមានការព្រួយបារម្ភអីនេះគឺគ្រាន់តែជាការដំណើរការឡើងវិញតែប៉ុណ្ណោះដែលវាបានធ្វើឲ្យភ្នំបិទម្ដងទៀតហើយលើកចុងក្រោយដែលពួកគាត់មកដល់ទីនេះវាក៏បានកើតឡើងដូចគ្នាហើយពួកយើងគ្រាន់តែរងចាំរយៈពេល3ថ្ងៃទៅកម្លាំងនៃការរឹតបន្តឹងវានឹងបន្តចុះខ្សោយហើយនៅពេលនោះពួកយើងក៏ពិតជាអាចចេញពីភ្នំនេះបានហើយខណៈពេលនេះនៅចម្បាំងអក្សរវិរុទ្ធពួកគេកំពុងតែរកពួកយើងផងដែរចំណែកនៅចម្បាំងផ្សេងទៀតបន្ទាប់ពីបានលើការបញ្ជារបស់លោកម្ចាស់ណាន់ឡុងពួកគាត់ក៏មានអារម្មណ៍ថាធូរស្រាលបន្តិចនៅពេលនោះលោកម្ចាស់ណាន់ឡុងក៏បានប្រាប់ទៅកាន់អ្នកគ្រប់គ្នាឲ្យពួកគេធ្វើការបំបែកការរឹតបន្តឹងជាមុនសិនក៏ប៉ុន្តែការរឹតបន្តឹងព្រលឹងដ៏អស្ចារ្យនេះវាក៏ពិតជាមិនងាយស្រួលនៅក្នុងការបំបែកនោះទេសូម្បីតែលោកម្ចាស់ណាន់ឡុងព្រមទាំងប្រជាជនកាលពីពេលមុនរួមតែគ្នាក៏ដោយក៏ពួកគាត់នៅតែបរាជ័យចំណែកស្ត្រីចំណាស់ម្នាក់នោះគាត់ក៏បានបញ្ជាក់ស្រាមញ៉ាំបន្តិចព្រមទាំងនិយាយថាតើការបង្កើតការរឹតបន្តឹងនេះវាគឺពិតជាពិបាកនៅក្នុងការបំបែកមែនទេកាលពីអតីតកាលនោះខ្ញុំក៏ទទួលបានកំណត់ទ្រព្យមួយចំនួនដែលមានឯកទេសនៅក្នុងការបំបែកការរឹតបន្តឹងព្រមទាំងឧបសគ្គជាច្រើនផ្សេងទៀតហើយដូច្នេះខ្ញុំគិតថាវាក៏ពិតជាជួយសង្គ្រោះនៅក្នុងការរឹតបន្តឹងព្រលឹងដ៏អស្ចារ្យនេះបាននៅពេលដែលប្រើប្រាស់កំណត់ទ្រព្យមួយនេះភ្លាមនារីចំណាស់ម្នាក់នោះគាត់ក៏បានសល់បន្តិចរួចហើយគាត់ក៏បានចំពោះទៅមុខប្រើប្រាស់ដាននៃវិញ្ញាណរបស់គាត់ក៏ប៉ុន្តែមុននឹងគាត់ធ្វើការបំបែកគាត់ក៏បាននិយាយទៅកាន់ពួកគេទាំងពីរផងដែរថាបើសិនមកការបំបែកការរឹតបន្តឹងនេះបានជោគជ័យគឺអ្នកនឹងធ្វើការជ្រើសរើសកំណត់ទ្រព្យមុនគេអញ្ចឹងទៅចំណែកលោកម្ចាស់ណាន់ឡុងក៏ដូចជាអ្នកផ្សេងទៀតពួកគាត់គឺសុទ្ធសឹងតែមានការចាប់បន្តិចក៏ប៉ុន្តែដរាបណាបំបែកជោគជ័យឬទាំងអស់នេះមិនមែនជាបញ្ហានោះទេបន្ទាប់ពីគាត់និយាយរួចស្ត្រីចំណាស់ម្នាក់នោះគាត់ក៏ចាប់ផ្ដើមប្រើប្រាស់កំណត់ទ្រព្យរបស់គាត់ភ្លាមលើពីនេះទៅទៀតនោះនាងក៏ពិតជាមានទំនុកចិត្តទៅលើកំណត់ទ្រព្យរបស់នាងមែនទែននិយាយទៅចំពោះស្ត្រីចំណាស់ម្នាក់នឹងគឺគាត់មានឈ្មោះថាតៃហើយចាប់ពីពេលនេះតទៅអត់មានសំហៅគាត់ថាប្រជាតៃតែម្ដងទៅបន្ទាប់ពីនោះប្រជាតៃនាងក៏បានក៏វេដៃរបស់នាងបន្តិចកំណត់ទ្រព្យដែលមានប្រវែងត្រឹមតែ1អិញតែប៉ុណ្ណោះវាក៏បានលេចចេញមកវាមានពន្លឺពណ៌ក្រហមប្រៀបដូចជាចង្កៀងតូចមួយអញ្ចឹងបន្ទាប់ពីនោះនាងក៏បានបោះចេញវាក៏ចាប់ផ្ដើមបញ្ចេញពន្លឺពណ៌ក្រហមហើយវាក៏ចាប់ផ្ដើមបញ្ចេញរលកកម្ដៅពាសពេញសាលទាំងមូលនៅពេលដែលបានឃើញដូច្នេះចំពោះលោកម្ចាស់ណាន់ឡុងព្រមទាំងប្រជាជនដែលមានសម្លេងពាសពណ៌សគាត់ក៏បានដឹងភ្លាមថាវត្ថុនេះវាក៏ពិតជាមិនធម្មតានោះទេហើយគាត់ក៏បានដើរថយក្រោយពី3ចំហៀនពីប្រជាតៃសម្បីតែវ៉ាន់ចាន់និងយ៉ានរូយ៉ានក៏បានបង្ហាញភាពតស្រទរបស់គាត់ទាក់ទងទៅនឹងកម្ដៅនោះផងដែរទោះជាយ៉ាងណាក៏ដោយគាត់ក៏បានប្រើប្រាស់របាំងពលឺពណ៌ក្រហមនៅក្នុងការការពារបើសិនបើពួកគេមិនការពារនោះទេរូបរាងកាយរបស់ពួកគេប្រកបជាឆេះកតិចមិនខាន់ឡើយក្នុងនាមគឺជាអ្នកដំណើរបង្កើតស្នូលពួកគេគឺពិតជាមិនទ្រាំទ្រទៅនឹងសីតុណ្ហភាពបែបនេះបាននោះទេ
អញ្ចឹងទៅចំពោះកំណត់ទ្រព្យរបស់គាត់ប្រៀបដូចជាចង្កៀងតូចមួយដែលមានដុំពកមួយអញ្ចឹងជាមួយនឹងពលិបសដុំពកនោះវាក៏ចាប់ផ្ដើមបែកហានលីព្រមទាំងអ្នកសេងទៀតក៏បានសម្លឹកមើលយ៉ាងយកចិត្តទុកដាក់បំផុតហើយគាត់ក៏បានរកឃើញថាអណ្ដាតភ្លើងដែលកំពុងតែចាប់ឆេះនេះវាក៏បានឆេះស្រាលៗដល់រន្ទះពលិបសដែលធ្វើឲ្យគាត់គិតថានេះគឺជាកំណត់ទ្រព្យពីបុរាណដែលមានលក្ខណៈពីរគឺរន្ទះនិងភ្លើងមែនទេចំណែកព្រះចាតៃនាងក៏បានប្រើប្រាស់កងដៃរបស់នាងនៅពេលនោះរុញចូលទៅក្នុងពលិភ្លើងដែលកំពុងតែចាប់ឆេះដែលបណ្ដាលឲ្យពលិក៏បានចាប់ឆេះយ៉ាងសន្ធោសន្ធៅរីករាលដាលក៏បង្កើតទៅជាសម្លេងបំផ្ទុះដ៏ខ្លាំងក្លាមួយចេញមកចំណែកឯដុំពកវាក៏ចាប់ផ្ដើមពុលយ៉ាងលឿនពីលើក្បាលរបស់នាងហើយភ្លាមល្បឿនរបស់វាក៏បានកើនឡើងទៅដល់ចំណុចកំពូលប្រែក្លាយទៅជាសុបិចសពិលរួចហើយពលិសុបិចសពិលនោះវាក៏បានហោះយ៉ាងលឿនពាសពេញសាទាំងមូលដែលបានធ្វើឲ្យអ្នកគ្រប់គ្នាពួកគាត់គឺសិតសឹងថាស្រឡាំងកាំងចំណែកឯហានលីវិញគាត់ក៏មានការព្រួយបារម្ភផងដែរនៅពេលដែលបានឃើញដូច្នេះហើយនេះក៏ជាលើកទី1របស់គាត់ដែលគាត់បានឃើញកំណត់ទ្រព្យពីបុរាណដែលមានល្បឿនលឿនបែបនេះសូម្បីតែអ្នកដំដោះពលិដល់កំណត់ក៏ពិបាកនៅក្នុងការការពារផងដែរបើសិនបើវាបហាទៅកាន់ពួកគេនោះហើយលើពីនេះគាត់គិតថាបើសិនបើគាត់ប្រឆាំងទៅនឹងកំណត់ទ្រព្យបែបនេះគាត់គឺពិតជាគ្មានវិធីសាស្ត្រនៅក្នុងការដោះស្រាយក្រៅពីការប្រើប្រាស់ស្លាបខ្យល់រន្ទះរបស់គាត់ឡើយចំណែកឯព្រះអាចារ្យតៃគាត់ក៏បានចង្កល់ទៅកាន់ពលិព្រិលនោះនៅពីលើអាកាសព្រមទាំងស្រែកថាទៅរំពេចនោះពលិពណ៌ក្រហមសវាក៏បានចាប់ឆេះហើយរន្ទះក៏បានបាញ់ចំពោះប្រហារទៅកាន់ជញ្ជាំងគ្រីស្តាល់ពណ៌ខៀវយ៉ាងខ្លាំងក្លានៅចំពោះមុខគាត់រួចហើយសម្លេចផ្នែកបន្ទោលព្រមទាំងអណ្ដាតភ្លើងវាក៏បានចាប់ឆេះរំពាត់ទៅកាន់ជញ្ជាំងពីចំហៀងក៏ប៉ុន្តែមួយសន្ទុះក្រោយមកជញ្ជាំងនោះហាក់បីជាមិនមានការខូចខាតនោះទេដែលបានធ្វើឲ្យលោកចាស់ណាន់ឡុងគាត់ក៏ពិតជាអត់សង្ឃឹមព្រមទាំងខកចិត្តផងដែរទោះបីជាកំណត់ទ្រព្យនេះវាក៏ពិតជាខ្លាំងក្លាក៏ដោយក៏ប៉ុន្តែធម្មពលនៃជញ្ជាំងវាក៏នៅតែខ្លាំងក៏ប៉ុន្តែនៅពេលនោះព្រះចាតៃគាត់ក៏បាននិយាយថានេះមិនមែនជាអំណាចពិតប្រាកដរបស់កំណត់ទ្រព្យរបស់គាត់ឡើយហើយការវិបហាមុននេះគ្រាន់តែជាការស៊ើបអង្កេតអំពីធម្មពលរបស់ជញ្ជាំងតែប៉ុណ្ណោះបន្ទាប់ពីបានលើកដូច្នេះលោកម្ចាស់ណាន់ឡុងគាត់ក៏ពិតជាមានក្តីសង្ឃឹមឡើងវិញរួចហើយគាត់ក៏បានបញ្ញាប្រាប់ទៅកាន់ព្រះចាតៃឲ្យគាត់ចាប់ផ្ដើមធ្វើបន្តទៀតបន្ទាប់ពីបានលើកដូច្នេះហើយនោះព្រះចាតៃគាត់ក៏បានប្រើប្រាស់កម្លាំងរបស់គាត់យ៉ាងខ្លាំងក្លាធ្វើការបញ្ជាទៅកាន់កំណត់ទ្រព្យដែលបង្កើតឲ្យមានពលិផ្នែកបន្ទោពណ៌ក្រហមដ៏ខ្លាំងក្លាវាក៏បានចេញមុខឃុំទៅកាន់ជញ្ជាំងតែម្ដងដែលបង្កើតឲ្យមានកម្លាំងនៃការបំផ្លាញដ៏ខ្លាំងក្លាបំផុតចំពោះព្រះចាណាន់ឡុងព្រមទាំងអ្នកផ្សេងទៀតពួកគេសិតសឹងតែបង្ហាញនូវក្តីរំភើបក៏ប៉ុន្តែពួកគេមិនប្រកាសថាតើព្រះចាតៃអាចទទួលបានជោគជ័យឬក៏បរាជ័យនោះទេមានតែចាំមើលបន្តទៀតតែប៉ុណ្ណោះចំណែកឯហានលីវិញបានត្រឹមតែញញឹមតិចមួយសន្ទុះក្រោយមកព្រះចាតៃគាត់ក៏ពិតជាមានការងើយឆ្ងល់បន្តិចសូម្បីតែផ្នែកបន្ទោលពលិពណ៌ក្រហមរបស់គាត់ខូនចូលទៅក្នុងជញ្ជាំងគ្រីស្តាល់នេះក៏ដោយក៏ប៉ុន្តែវាគឺពិតជារឹងមាំពិបាកនៅក្នុងការបំផ្លាញអញ្ចឹងទៅនៅពេលដែលជញ្ជាំងនោះទទួលរងនឹងការខូចខាតបន្តិចបន្តួចវាក៏បានស្ដារមកចិត្តឡើងវិញអញ្ចឹងទៅដែលបានធ្វើឲ្យព្រះចាតៃព្រមទាំងអ្នកផ្សេងទៀតសិតសឹងតែមានការភ្ញាក់ផ្អើលហើយជាចុងក្រោយព្រះចាតៃគាត់ក៏បានទទួលស្គាល់ថាគាត់គឺពិតជាមិនអាចបំផ្លាញវាបាននោះទេរួចហើយនាងក៏លេចព្យាយាមបន្តទៀតចឹងទៅខណៈពេលនោះលោកម្ចាស់ឡុងក៏បានសួរទៅកាន់អិសរាជជនផ្សេងទៀតតើមានអ្នកចង់សាកល្បងដែរឬទេហើយគាត់ក៏បានក្លែកមើលទៅកាន់លោកម្ចាស់វ៉ាន់ធីនយូដោយសារតែគាត់គឺជាអ្នកបង្កើតអក្សរវិរុទ្ធដល់ល្បីល្បាញពាសពេញពិភពនៅដើមទោសក៏ប៉ុន្តែដោយសារតែអ្នកផ្សេងទៀតបានឃើញការបំផ្លាញនៃកំណត់ទ្រព្យរបស់ព្រះចាតៃនោះហើយពួកគេក៏បានទទួលស្គាល់ផងដែរថាពួកគេគឺពិតជាមិនអាចបំបែកវាបានឡើយទោះបីជាពួកគេព្យាយាមព្រមទាំងទទួលបានជោគជ័យក៏ដោយតែណាទៅនឹងហ៊ានបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនឯងនោះចំណែកវ៉ាន់ធីនយូវិញទោះបីជាគាត់មានការយល់ដឹងខ្លះអំពីការបង្កើតអក្សរវិរុទ្ធបុរាណក៏ដោយក៏គាត់មិនទាន់ជួបប្រទះទៅនឹងអ្វីមួយនៅកម្រិតនៃការរឹតបន្តឹងបុរាណដ៏ចាស់ទាំង10នោះទេហើយដូច្នេះហើយគាត់មិនចង់សាកល្បងឡើយខណៈពេលនោះហានលីដែលកំពុងតែស្ងៀមស្ងាត់គាត់ក៏បានក្លែកមើលជុំវិញបន្តិចព្រមទាំងនិយាយថាគាត់គឺចង់សាកល្បងវាដែលបានធ្វើឲ្យអ្នកផ្សេងទៀតបន្ទាប់ពីបានលើកដូច្នេះពួកគេសិតសឹងតែមានកាប់ចាប់បាល់សូម្បីតែលោកម្ចាស់ណាន់ឡុងគាត់ក៏មានកាប់ចាប់បាល់ដូចគ្នារួចហើយហានលីក៏បានបោះចង្ហិនទៅមុខភ្លាមទៅចិត្តជញ្ជាំងគ្រីស្តាល់អញ្ចឹងទៅនៅពេលដែលបានឃើញដូច្នេះវាងចាន់គាត់ក៏បានលួចសើចនៅក្នុងចិត្តរបស់គាត់ចឹងទៅព្រមទាំងមើលស្រាលទៅកាន់ហានលីមែនតែនរីឯហានលីគាត់កំពុងតែឈរនៅមុខជញ្ជាំងថ្មគ្រីស្តាល់នេះគាត់មិនបានធ្វើសកម្មភាពអ្វីនោះទេផ្ទុយទៅវិញគាត់ក៏បានលើកដៃរបស់គាត់បន្តិចហើយម្រាមដៃរបស់គាត់ក៏បានប្រើប្រាស់ធម៌ពលវិញ្ញាណរបស់គាត់ពាសពេញរូបរាងកាយហើយក៏បានបញ្ចេញពលិពីចុងម្រាមដៃរបស់គាត់ពវែងជាច្រើនអិញនៅក្នុងពលិមួយរំពេចគាត់ក៏បានបបោកទៅលើផ្ទៃនៃជញ្ជាំងគ្រីស្តាល់ដែលគ្មានអត្តពលអ្វីឡើយអញ្ចឹងទៅគឺហានលីប្រើប្រាស់ធម៌ពលរបស់គាត់ទៅលើចុងម្រាមដៃព្រមទាំងយកម្រាមដៃរបស់គាត់ទាំង5ទៅប៉ះនៅលើជញ្ជាំងគ្រីស្តាល់ចឹងទៅក៏ប៉ុន្តែនៅពេលដែលគាត់ប៉ះគ្មានអ្វីមួយមានការប្រែប្រួលឡើយហើយចំពោះសកម្មភាពរបស់ហានលីនេះវាក៏ពិតជាចម្លែកដែលធ្វើឲ្យអ្នកដំណើរផ្សេងទៀតពួកគាត់គឺពិតជាមិនយល់ចំពោះសកម្មភាពរបស់គាត់នោះទេទោះជាយ៉ាងណាក៏ដោយក៏ពួកគេមិនរំខានទៅកាន់គាត់នោះទេបន្ទាប់ពីគាត់លើកដៃប៉ះទៅនឹងជញ្ជាំងគ្រីស្តាល់ហើយនោះផ្នែករបស់ហានលីក៏បានបញ្ចេញពលិពណ៌ខៀវហើយគាត់ក៏បានសម្លឹងចូលយ៉ាងជ្រៅទៅកាន់ជញ្ជាំងគ្រីស្តាល់ហើយបរិជាកំពុងតែពិនិត្យមើលអបពីសមត្ថភាពរបស់គាត់ហើយបន្ទាប់ពី1/4ម៉ោងកន្លងផុតទៅហានលីគាត់ក៏បានដកដង្ហើមធំបន្តិចពលិពណ៌ខៀវពីផ្នែករបស់គាត់វាក៏ចាប់ផ្ដើមបាត់ទៅវិញដោយមិនស្ទើរគាត់ក៏បានយកទងចម្រុះពណ៌ជាង11ចេញមកនៅពេលដែលបានឃើញដូច្នេះប្រតិចារជនក៏បានសួរទៅកាន់ហានលីភ្លាមថាតើលោកបូនហានគឺពិតជាបានស្ទាត់ចំណេញនៅក្នុងសិល្បៈនៃការបង្កើតអក្សរវិរុទ្ធដែរមែនទេហើយតើវាអាចទៅរួចដែរឬទេដែលលោកកំពុងតែគិតនៅក្នុងការបង្កើតជាមួយនឹងការបង្កើតមួយទៀតនោះ
តែលោកគឺពិតជាបានយល់អំពីអត្ថកម្បាំងនៃការរំបន្ទឹងពលឹងដ៏អស្ចារ្យមែនដែរឬទេចំណែកឯហាន់លីក៏បានឆ្លើយទៅមិនខ្វល់ទៅវិញចឹងទៅយល់ពីអត្ថកម្បាំងអ្វីទៅខ្ញុំគឺគ្រាន់តែសិក្សាអំពីទម្រង់បុរាណមួយចំនួននៃប្រភេទស្តេងគ្នាតែប៉ុណ្ណោះហើយខ្ញុំគ្រាន់តែចង់សាកល្បងវាបន្ទាប់ពីមួយសន្ទុះហាន់លីក៏បានប្រើប្រាស់ធម៌របស់គាត់ទៅក្នុងទង់ដែលធ្វើវាភ្លឺនៅពលឹកចាញ់ចាំងក្រោមការបញ្ជារបស់គាត់ទង់នោះក៏បានហោះចេញភ្លាមទៅរកចិញ្ចៀងគ្រីស្តាល់បន្ទាប់មកវាក៏បានអណ្ដែតនៅលើអាកាសដោយនៅស្ងៀមបន្ទាប់មកទៀតហាន់លីក៏ចាប់ផ្ដើមប្រើប្រាស់យន្តសាស្ត្ររបស់គាត់នៅក្នុងដៃបង្កើតទៅជាទង់រាប់សិបរួចហើយក៏បានរៀបចំពុះវាទៅជាទម្រង់ចម្លែកមួយហើយនៅពេលនោះហាន់លីហាក់បីដូចជានិយាយពាក្យអ្វីមួយត្រាទាំងអស់ក៏ចាប់ផ្ដើមហមរកដៃរបស់គាត់រីឯទង់នីមួយៗវាស្ថិតនៅក្នុងទម្រង់នៃការបង្កើតទង់វាក៏ចាប់ផ្ដើមញ័រមុនពេលដែលវាបញ្ចេញនៅពលិចម្រុះពណ៌រីឯវ៉ាន់ថេនយូព្រមទាំងអ្នកដំណើរផ្សេងទៀតគឺសុទ្ធតែស្គាល់អំពីទម្រង់អាការៈវិរុទ្ធក៏ប៉ុន្តែពួកគាត់សុទ្ធសឹងតែមានការងឿងឆ្ងល់ដោយសារតែពួកគេមានអារម្មណ៍ថាការបង្កើតអាការៈវិរុទ្ធនេះហាក់បីដូចជាមានលក្ខណៈប្លែកហើយពួកគេគឺពិតជាបានឃើញការបង្កើតនេះពីមុនមកនោះទេបន្ទាប់ពីមានភាពងឿងឆ្ងល់ដូច្នេះព្រះចាស់ចាស់ទុំមួយចំនួនគាត់ក៏បានប្រើប្រាស់អំណាចធម៌ពលកម្មវិញ្ញាណរបស់គាត់នៅក្នុងការត្រួតពិនិត្យមើលការបង្កើតរបស់ហាន់លីនៅពេលដែលគាត់ត្រួតពិនិត្យគាត់គឺពិតជាមានការតបស្លុតយ៉ាងខ្លាំងដោយសារតែគាត់បានឃើញទង់ជាច្រើនកំពុងតែត្រូវបានបង្កប់នៅក្នុងចិញ្ចៀងគ្រីស្តាល់រួចទៅហើយវាហាក់បីដូចជាទង់ទាំងអស់នោះដុះចេញពីចិញ្ចៀងគ្រីស្តាល់តែម្ដងដែលបានធ្វើឲ្យពួកគេគឺពិតជាបង្ហាញក្តីរីករាយយ៉ាងខ្លាំងហើយការទុកចិត្តរបស់ពួកគេទៅលើហាន់លីវាក៏ចាប់ផ្ដើមកើនជាងមុនកាលមកមើលហាន់លីវិញគាត់ក៏បានបោះចំហៀនទៅមុខពីបោះចំហៀនចំពោះទៅរកចិញ្ចៀងដៃរបស់គាត់ក៏បានចុចម្រាមដៃរបស់គាត់បញ្ចេញនៅពលិតិចជាមួយនឹងពលិពណ៌ខៀវនៅក្នុងពេលជាមួយគ្នានោះការបង្កើតអាការៈវិរុទ្ធនៅលើចិញ្ចៀងហាបរិជាបានឆ្លើយតបទៅនឹងកណ្ដាប់ដៃរបស់គាត់បង្កើតទៅជាការចាប់ផ្ដើមមួយបញ្ចេញនៅពលិអ៊ីនធឺណូពលិនេះវាក៏កាន់តែភ្លឺឡើងរីករាលដាលបន្តិចម្ដងក្របដណ្ដប់ទៅលើចិញ្ចៀងទាំងមូលបន្ទាប់ពីត្រួតពិនិត្យមួយសន្ទុះហាន់លីក៏បានដកដៃរបស់គាត់ចេញពីចិញ្ចៀងគ្រីស្តាល់វិញហើយគាត់ក៏បានយកទង់នៃការបង្កើតមួយទៀតរៀបចំតម្រង់នៃការបង្កើតខុសពីការបង្កើតលើកដំបូងដែលបានធ្វើវាបញ្ចេញនៅពលិពណ៌សបង្កប់នៅក្នុងចិញ្ចៀងគ្រីស្តាល់ម្ដងទៀតចំណែកឯអ្នកដំណើរផ្សេងទៀតពួកគេកំពុងតែសង្កេតមើលយ៉ាងប្រុងប្រយ័ត្នពុះពេញត្រូវក៏យកចិត្តទុកដាក់ចឹងទៅហើយតម្រង់នៃការបង្កើតនៅលើចិញ្ចៀងទាំង4នេះហាន់លីគឺគាត់ប្រើប្រាស់រយៈពេលទៅជា1ម៉ោងបន្ទាប់ពីរៀបចំតម្រង់នៃការបង្កើតរួចហើយហាន់លីគាត់ក៏បានដើរទៅកាន់កណ្ដាលសាលព្រមទាំងនិយាយថាបំបែកនិយាយទៅក្នុងពេលដែលហាន់លីស្រែកថាបំបែកនងសម្លេងដ៏ខ្លាំងក្លាវាក៏ចាប់ផ្ដើមផ្ទុះឡើងដែលបណ្ដាលឲ្យសត្វស្លាបនៅខាងក្រៅពួកវាក៏ចាប់ផ្ដើមផ្អើលផងដែរហើយសម្លេងដ៏ខ្លាំងក្លានេះវាក៏ចាប់ផ្ដើមបង្រួនបន្ទប់សាលទាំងមូលហើយនៅទីបំផុតហាន់លីគាត់ក៏បានធ្វើការបំបែកចិញ្ចៀងគ្រីស្តាល់ដែលនៅជុំវិញនោះបានបន្ទាប់ពីបំបែកចិញ្ចៀងគ្រីស្តាល់បានហើយនោះគាត់ក៏បានមើលឃើញចិញ្ចៀងធម្មតាមួយនៅក្នុងចិញ្ចៀងនោះគឺមានទ្វារមួយទៀតដែលមានទ្វារថ្មកម្ពស់20ម៉ែត្រទទឹងចំនួន12ម៉ែត្រចំណែកឯអ្នកផ្សេងទៀតពួកគាត់គឺសុទ្ធសឹងតែរីករាយចឹងទៅចំណែកលោកម្ចាស់ណានឡុងគាត់គឺពិតជារំភើបចិត្តហើយគាត់មិននឹកស្មានដល់នោះទេថាលោកប្អូនហានគឺពិតជាមានជំនាញនៅក្នុងការបង្កើតអាការៈវិរុទ្ធនោះនេះគឺពិតជាអស្ចារ្យហើយបន្ទាប់ពីពួកយើងទាំងពីរនាក់ជ្រើសរើសកំណត់ទ្រព្យរួចហើយនោះលោកប្អូនហានគឺជាអ្នកមានអត្ថភាពបន្តហើយអញ្ចឹងទៅទោះបីជាពួកគាត់បំបែកចិញ្ចៀងគ្រីស្តាល់នេះបានក៏ដោយក៏ប៉ុន្តែពួកគាត់មិនហ៊ានចូលទៅខាងក្នុងភ្លាមៗនោះទេដោយសារតែពួកគាត់ខ្លាចថានៅខាងក្នុងមានការរំបន្ទឹងពលឹងដ៏អស្ចារ្យបន្ថែមទៀតចឹងទៅហើយដូច្នេះហើយពួកគាត់នៅតែមានការប្រុងប្រយ័ត្នជានិច្ចក៏ប៉ុន្តែទោះជាយ៉ាងណាពួកគេនៅតែដើរចូលនៅពេលដែលបានដើរចូលឆ្លងកាត់ច្រកទ្វារមួយនៅពេលនោះប្រតិចាតែគាត់ក៏បានស្រែកភ្លាមៗថានោះគឺជាអ្វីទៅដែលបណ្ដាលឲ្យហាន់លីព្រមទាំងអ្នកផ្សេងទៀតពួកគាត់សឹងតែមានការភ្ញាក់ផ្អើលអំពីអ្វីមួយដែលនៅខាងក្រៅទ្វារមានសាលធំមួយទៀតដែលធំជាងកន្លែងមុននេះជាច្រើនដងព្រមទាំងមានរចនាបថយ៉ាងប្រណិតនៅចំកណ្ដាលនៃសាលធំនេះហើយនៅក្នុងសាលធំមួយនេះវាបង្កើតឡើងពីត្បូងថ្មថ្លាជាច្រើនដែលមានកម្ពស់ជាង30ម៉ែត្រហើយមានត្រឹមតែ2ជាន់តែប៉ុណ្ណោះហើយនៅទីនោះក៏មានក្លោងទ្វារមួយដែលមានកម្ពស់10ម៉ែត្រផងដែរអញ្ចឹងទៅនៅលើក្លោងទ្វារនឹងគឺមានសរសេរឈ្មោះវិមានទៀតផងដែលវាមានលក្ខណៈជាអក្សរប៉ុស្ប្រាក់លើពីនេះទៅទៀតនោះនៅកណ្ដាលនៃសាលធំនេះគឺវាគឺពិតជាមានទិដ្ឋភាពចម្លែកមានតុអាសនៈពណ៌ខ្មៅមួយដែលមានប្រវែងជាង1ម៉ែត្រហើយចំពោះកន្លែងផ្សេងទៀតគឺទំនេរទាំងស្រុងចំណែកក្រុមរបស់ហាន់លីពួកគាត់សន្មតថាកំណត់ទ្រព្យត្រូវបានលាក់នៅខាងក្នុងនេះបន្ទាប់ពីបានឃើញដូច្នេះលោកម្ចាស់ណានឡុងព្រមទាំងព្រះរាជាយន្តគាត់ក៏បានសម្លឹងមកគ្នាទៅវិញទៅមកព្រមទាំងឆ្ពោះទៅកាន់តុអាសនៈនោះយ៉ាងប្រុងប្រយ័ត្នបំផុតអញ្ចឹងទៅនៅពេលដែលព្រះរាជាយន្តគាត់នៅតែបន្តដើរទៅមុខស្រាប់តែមានពលិអពណ៌សមួយវាបានបញ្ចេញមករួចហើយវាក៏បានបង្ហាញរូបរាងរបស់លោកម្ចាស់កងគុណដែលបានធ្វើនៅចម្បាំងផ្សេងទៀតពួកគាត់ក៏ពិតជាមានភាពងឿងឆ្ងល់តែនោះគឺជារូបរបស់លោកម្ចាស់កងគុណមែនទេចំណែកឯព្រះរាជាយន្តមិនទៅពីឃើញដូច្នេះគាត់គឺចង់សាកល្បងវាជាមុនសិនត្រួតពិនិត្យវាឲ្យបានច្បាស់លាស់បំផុតរួចហើយដៃទាំងពីររបស់គាត់ក៏បានបង្កើតត្រាអាការៈវិរុទ្ធហើយគាត់ក៏បានក្វាដៃរបស់គាត់បន្តិចត្រាអាការៈវិរុទ្ធពណ៌ក្រហមជាច្រើនវាក៏បានវាយប្រហារទៅកាន់រូបបញ្ឈរនោះជាមួយនឹងពលិពណ៌ប្រាក់បន្ទាប់ពីវាយប្រហារហើយនោះធម៌ពលរបស់គាត់វាក៏បានរសាយបាត់ទៅវិញហើយបើដូចជាគ្មានអ្វីកើតឡើងឡើយដែលបានធ្វើឲ្យព្រះរាជាយន្តគាត់ក៏បានដឹងថានេះវាក៏ពិតជាចម្លែកវាមិនមែនជារូបធម្មតានោះទេក៏ប៉ុន្តែសម្រាប់លោកម្ចាស់ហាន់ឡុងក៏បានប្រាប់ទៅកាន់អ្នកផ្សេងទៀតគូតតុករូបនេះមួយឡៃសិនទៅជាដំបូងនោះពួកយើងគួរតែស្វែងរកកំណត់ទ្រព្យជាមុនសិនបន្ទាប់
ពីបានលើកដូច្នេះប្រជាជនក៏បានយករូបមួយនោះយកទៅទុកនៅក្នុងថង់ទុករបស់គាត់ហើយចាប់ផ្ដើមស្វែងរកកំណត់ទ្រព្យផ្សេងទៀតហើយចំពោះហាន់លីព្រមទាំងអ្នកផ្សេងទៀតនៅពេលនោះពួកគាត់ក៏បានប្រទះឃើញធ្នើឈើពណ៌ខ្មៅមួយស្ដើងចំនួន3នៅជាន់ទី1ហើយវត្ថុមួយនេះគឺវាកំពុងតែបញ្ចេញពន្លឺដ៏អស្ចារ្យដែលបានធ្វើឲ្យពួកគេគឺពោពេញដោយភាពរីករាយនៅពេលដែលបានឃើញពួកគេម្នាក់ៗគឺសុទ្ធតែមានបទពិសោធន៍ព្រមទាំងមានល្បិចកលក៏ប៉ុន្តែពួកគេមិនហ៊ានប្រព្រឹត្តអំពើលោភលន់នោះទេនៅទីនេះពួកគេគឺមានការប្រុងប្រយ័ត្នខ្ពស់ហើយបន្ទាប់ពីបានឃើញធ្នើឈើពណ៌ខ្មៅពួកគេក៏បានចូលទៅត្រួតពិនិត្យមើលទ្រព្យសម្បត្តិនីមួយៗនៅលើធ្នើទាំងអស់នោះអញ្ចឹងទៅនៅក្នុងធ្នើទាំង3នឹងវាគឺមានកំណត់ទ្រព្យជាច្រើនហើយនៅក្នុងធ្នើទី1គឺមានទ្រព្យសម្បត្តិបុរាណព្រមទាំងកំណត់ទ្រព្យដ៏អស្ចារ្យចំនួន16ចំពោះធ្នើទី2គឺមានវត្ថុកម្រព្រមទាំងមានទំហំខុសៗគ្នាចាប់ពីទំហំប៉ុនកណ្ដាប់ដៃរហូតដល់គ្រីស្តាល់ពណ៌ក្រហមឈាមចំពោះធ្នើទី3វិញគឺមានសម្ភារៈទីទូចបំផុតវាគឺមានត្រឹមតែដបតូចមួយតែប៉ុណ្ណោះហើយដបមួយនេះហាក់ដូចជាដបថ្នាំគ្រាប់អញ្ចឹងទៅនៅចម្បាំងផ្សេងទៀតនៅពេលនេះទោះបីជាពួកគេឃើញកំណត់ទ្រព្យទាំងអស់នេះក៏ដោយក៏ប៉ុន្តែពួកគេមិនទាន់យកភ្លាមៗនោះទេពួកគេគឺបានត្រឹមតែវាតម្លៃព្រមទាំងត្រួតពិនិត្យមើលកំណត់ទ្រព្យយ៉ាងប្រុងប្រយ័ត្នដោយផ្នែករបស់ពួកគេចឹងទៅហើយជាការពិតណាស់កំណត់ទ្រព្យទាំងអស់នេះពួកគេនឹងធ្វើការបែងចែកស្មើៗគ្នាអញ្ចឹងទៅក្រៅពីធ្នើទាំង3នោះហានលីគាត់ក៏បានក្លែកឃើញកំណត់ទ្រព្យដែលមានដូចជាកម្រាលព្រមទាំងរុក្ខជាតិតូចពណ៌បេតុងត្បូងមរកតនៅមាត់បង្អួចមួយខណៈពេលដែលគាត់កំពុងទៅដើរទៅរកវាប្រជាយន្តគាត់ក៏បានបង្ហាញខ្លួននៅចំពោះមុខគាត់នៅជិតកម្រាលនោះភ្លាមរួចហើយគាត់ក៏បានយកកម្រាលនោះចឹងទៅចំណែកឯហានលីវិញគាត់ក៏បានទៅរកមាត់បង្អួចខណៈពេលដែលគាត់កំពុងទៅចាប់កាន់ដបនោះក៏មានសម្លេងមួយស៊ូទៅកាន់ហានលីភ្លាមតែបានចាប់អារម្មណ៍ទៅកាន់អសតមួយនេះមែនទេដែលនោះគឺជាយ៉ានរូយ៉ានដែលកំពុងតែឈរពីក្រោយគាត់អញ្ចឹងទៅអសតមួយនឹងគឺមានឈ្មោះថាអសតយិនអញ្ចឹងណាហើយវាគឺជាប្រភេទអសតខុសពីអសតដទៃទៀតលក្ខណៈសម្បត្តិរបស់អសតវាខ្លាំងបំផុតលុះត្រាតែវាមានអាយុ100ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែឥឡូវនេះអាយុនៃអសតមួយនេះវាក៏ពិតជាច្រើនណាស់ណាស់ទៅហើយវាក៏លែងមានប្រយោជន៍នៅក្នុងការប្រើប្រាស់ទៀតនោះដែរចំណែកឯហាន់លីគាត់ក៏បានក្លែកមើលជុំវិញគាត់ក៏បានដឹងថាវ៉ាន់ចានកំពុងតែធ្វើការតាមដានគាត់បន្ទាប់ពីវ៉ាន់ថេនយូអញ្ចឹងទៅគ្នារបស់ពួកគេទាំង3នឹងគឺតែងតែតាមហានលីជានិច្ចមិនថាហានលីធ្វើអ្វីនោះទេពួកគេតែងតែកលេចមើលខណៈពេលនោះយ៉ានរូយ៉ាននាងក៏បានញ៉ាំបន្តិចព្រមទាំងសម្លឹងទៅកាន់ហានលីរួចហើយក៏បាននិយាយបន្ថែមទៀតថាខ្ញុំគឺពិតជាមិននឹកស្មានដល់នោះទេថារៀនច្បងមិនត្រឹមតែពូកែខាងមកកើតអក្សរពិរុទ្ធតែប៉ុណ្ណោះនោះទេក៏ប៉ុន្តែរៀនច្បងថែមទាំងពូកែអំពីថ្នាំគ្រាប់ផងដែរនេះគឺពិតជាគួរឲ្យកត់សរសើរចំណែកឯហានលីវិញបានត្រឹមតែញញឹមចឹងទៅក៏បាននិយាយផងដែរថាគឺត្រឹមតែតិចតួចតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយហានលីនៅតែមានការប្រុងប្រយ័ត្នខ្លាំងចំពោះនាងហើយហានលីក៏បានបន្តទៀតថាអ្នកនាងយ៉ាននាងគួរតែដឹងហើយអំពីទំនាក់ទំនងរបស់ខ្ញុំព្រមទាំងប្តីរបស់អ្នកនាងនោះនៅពេលដែលបានលើកដូច្នេះរូយ៉ានក៏បានទម្លាក់ទឹកមុខចូលបន្តិចពិតណាស់នាងប្រកាសជាដឹងហើយក៏ប៉ុន្តែនាងនៅតែសង្ឃឹមថាការសោករវាងរៀនច្បងព្រមទាំងប្តីរបស់ខ្ញុំនោះនឹងអាចរំសាយបានទៅចោះចំណែកឯហានលីបន្ទាប់ពីបានលើកដូច្នេះគាត់ក៏បានងក់បន្តិចព្រមទាំងញញឹមពោពេញទៅដោយការសើចចំរំលាយការសោកខ្ពើមែនទេនាងគួរតែដឹងផងដែរថានៃកាយតើរបស់នាងព្រមទាំងសម្ព័ន្ធតើឋានសួគ៌របស់ខ្ញុំតែងតែមានទំនាក់ទំនងមិនល្អនឹងគ្នានោះទេក៏ប៉ុន្តែខណៈពេលដែលពួកគាត់ទាំងពីរនាក់កំពុងតែជជែកគ្នាលោកម្ចាស់ណានឡុងគាត់ក៏បានស្រែកហៅទៅកាន់អិសរាជនផ្សេងទៀតឲ្យមកទៅនេះជាមុនសិនដើម្បីធ្វើការចែកនិងកំណត់ទ្រព្យគ្នាហើយដូច្នេះហើយហានលីគឺគាត់មិននិយាយច្រើនពេកនោះទេគាត់ក៏បានចាត់ចេញទៅភ្លាមនៅពេលនោះលោកម្ចាស់ណានឡុងគាត់ក៏បានរៀបរាប់អំពីកំណត់ទ្រព្យដែលពួកគេប្រមូលបានគឺមានដូចជាកំណត់ទ្រព្យបុរាណចំនួន6កំណត់ទ្រព្យវេទមន្តចំនួន10និងចំណែកនៃសម្ភារៈនិងថ្នាំចំនួន8ដែលត្រូវបានរៀបចំទៅតាមតម្លៃរបស់វានីមួយៗពិតណាស់អ្វីដែលអ្នកទាំងអស់គ្នាចង់បានបំផុតនោះគឺជាកំណត់ទ្រព្យបុរាណមែនទេយ៉ាងណាមិញកម្លាំងពេញលេញរបស់វាអាចបង្ហាញបានដោយមិនចាំបាច់មានវត្ថុវេទមន្តអ្វីទាំងអស់ហើយទាំងអស់នេះសុទ្ធសឹងតែជាកំណត់ទ្រព្យដែលបានបន្សល់ទុកពីគូប្រកួតប្រជែងដ៏ខ្លាំងក្លារបស់លោកម្ចាស់កងគុណនិយាយទៅចំពោះអ្នកដែលមានសិទ្ធិនៅក្នុងការរើកំណត់ទ្រព្យមុនគេគឺជាលោកម្ចាស់ណានឡុងព្រមទាំងប្រជាជនហើយបន្ទាប់មកគឺជាហានលីនិយាយទៅចំពោះសិទ្ធិនៅក្នុងការរើកំណត់ទ្រព្យលំដាប់ទី2របស់ហានលីនេះគឺគាត់មិនទាន់ចង់ប្រើប្រាស់វាឡើយគឺគាត់ចង់ទុកប្រើប្រាស់វាសម្រាប់ជនទី2វិញដែលវាមានន័យថាអ្នកផ្សេងទៀតគឺពិតជារើបានមុនគាត់ហើយនៅពេលនោះអិសរាជជនម្នាក់ៗពួកគេក៏បានចាប់យកកំណត់ទ្រព្យផ្សេងៗចឹងទៅចំណែកឯហានលីវិញគឺគាត់ទទួលបានបំពង់រិស័យមួយទោះបីជាគាត់មិនបានដឹងអំពីកម្រិតថាមពលឬក៏សមត្ថភាពរបស់វាក៏ដោយក៏ប៉ុន្តែគាត់គឺពិតជាបានជ្រើសរើសយកវាហើយគាត់ក៏មិនចង់គិតច្រើនខ្វល់ខ្វាយអំពីវានោះទេលើពីនេះគាត់ក៏បានយកថ្នាំគ្រាប់ក៏ដូចជាសម្ភារៈមួយចំនួនទៀតផងដែរហើយនៅទីបំផុតការចែកចាយកំណត់ទ្រព្យនៅក្នុងជាន់ទី1នេះក៏ត្រូវបានបញ្ចប់ហើយចំពោះកម្រាលដែលប្រជាជនគឺគាត់ទទួលបានមុននេះគាត់ក៏បានបោះវាចោលនៅលើកម្រាលឥដ្ឋហានលីក៏បានកត់សម្គាល់អំពីរឿងទាំងនេះផងដែរវាហាក់ដូចជាគ្មានតម្លៃហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍អំពីវានោះទេដែលធ្វើឲ្យហានលីគាត់គឺពិតជាបានសោកបន្តិចបន្ទាប់ពីបានឃើញដូច្នេះខណៈពេលនោះអិសរាជជនផ្សេងទៀតពួកគេក៏បានឡើងមកដល់ជាន់ទី2នៅពេលដែលពួកគេឡើងមកដល់ជាន់ទី2ម្នាក់គឺពិតជាមានការស្លាប់កម្មបន្តិចលុះនៅពេលដែលពួកគេមកដល់ជាន់ទី2ភ្លាមពួកគេក៏ត្រូវបានជួបជាមួយនឹងភ្លើងហើយនៅលើកំពូលជាន់ទី2នេះគឺមានរូបសំណាកពណ៌មាសនៃបិសាចដែលមានស្នែងតែមួយលើពីនេះរូបរាងរបស់វាគឺពិតជាកាយសាហាវមានដៃ6អញ្ចឹងទៅរូបសំណាកមួយនឹងហាក់បីជាមានជីវិតអញ្ចឹងហើយលើពីនេះទៅទៀតនោះវាក៏បានបញ្ចេញពន្លឺពណ៌ក្រហមព្រមទាំងផ្សែងពណ៌ស
អញ្ចឹងទៅនឹងគឺជារូបរាងសត្វចម្លែកនឹងឯងដែលលោកម្ចាស់កងកុនគឺគាត់បានអង្កល់វាទុកនៅទីនេះចំណែកឯហានលីវិញនៅពេលគាត់បានឃើញរូបសំណាកនេះបេះដូងរបស់គាត់គឺពិតជាលុតញាប់ហើយបើដូចជានេះគឺជាសារៈនៅក្នុងតំបន់ពិសិដ្ឋរួចហើយហានលីក៏បានបែរសម្លឹកមើលទៅកាន់ជាន់ទី2ហើយនៅក្នុងចម្ងាយ10ម៉ែត្រគាត់ក៏បានឃើញតុមួយព្រមទាំងមានកៅអីធម្មតាជាច្រើនហើយនៅលើតុនោះគឺមានរបស់របរជាច្រើនប្រៀបដូចជាដបថ្នាំបន្ទះឫស្សីនិងជក់មួយចំនួនហើយនៅជ្រុងម្ខាងទៀតគឺមានក្រែថ្មមួយដែលមានពណ៌រាងខៀវទោះបីជាហានលីនៅឆ្ងាយក៏ដោយក៏ប៉ុន្តែគាត់មានអារម្មណ៍ថាវាកំពុងតែបញ្ចេញពន្លឺត្រជាក់ដែលប្រៀបដូចជាក្រែត្បូងតកអញ្ចឹងហើយនៅលើក្រែនោះគឺមានប្រអប់ថ្មត្បូងចំនួន3ដែលវាមើលទៅគឺពិតជាគួរចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងជាន់ទី2នេះគឺជាបន្ទប់គេរបស់លោកម្ចាស់កងគុណនឹងឯងភ្លាមៗនោះព្រះចាយន្តគាត់ក៏បានបង្ហាញខ្លួននៅម្ខាងទៀតនៃក្រែត្បូងថ្មត្រជាក់ខណៈពេលដែលគាត់កំពុងតែលុកដែរទៅយកប្រអប់ត្បូងថ្មនោះស្រាប់តែមានអ៊ីស្រាអែលមួយទៀតក៏បានលេចចេញមកនៅក្បែរក្រែត្បូងថ្មត្រជាក់នេះផងដែរព្រមទាំងបញ្ចេញនូវពន្លឺពណ៌ខ្មៅចាប់ផ្ដើមវាយប្រហារទៅកាន់ព្រះចាយន្តភ្លាមៗបន្ទាប់ពីបានឃើញដូច្នេះព្រះចាយន្តគាត់ក៏បានដកដៃរបស់គាត់ចេញមកវិញព្រមទាំងកិច្ចពីការវាយប្រហារដ៏លួចលាក់ដែលបានធ្វើគាត់គឺពិតជាបន្ទោសនៅកំហឹងខ្លាំងមែនទែនបន្ទាប់ពីសម្លឹងទៅមើលទៅកាន់អ្នកវាយប្រហារនោះហើយគាត់ក៏បាននិយាយថាតើលោកកំពុងធ្វើអ្វីនឹងលោកគឺពិតជាចង់វាយប្រហារខ្ញុំមែនទេចំណែកឯសាររឿងរបស់យើងមានក៏សូមកាត់បញ្ចប់នៅត្រង់ចំណុចនេះផងដែរហើយសូមអធិស្ឋានចំពោះកំហុសខុសឆ្គងដែលបានកើតឡើងត្រង់ចំណុចណាមួយយើងនឹងវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់ហើយនៅពេលនេះ admin bye bye